anh nơi miên một bị giấy tiệtច្បាស់ជាអញធ្វើបាបខ្ញុំហើយស៊ូឈីងស៊ុយរៀបការជាមួយកូនប្រុសខ្ញុំរួចហើយច្បាប់ការពារនាងរៀបការមែនហាក់មិនអាចទេនាងស្គាល់មេបញ្ជាការហួរបានយ៉ាងម៉េចខ្ញុំនឹងយានជើស្គាល់គ្នាយូរហើយគាត់ធ្លាប់ជួយខ្ញុំក្នុងពិធីជប់លៀងរបស់លោកតាបើស្គាល់គ្នាខ្ញុំមិនជំទាស់ទេតែពិធីការត្រូវធ្វើធំហើយលុយបណ្ដាការខ្ញុំមិនយកបណ្ដាការមិនរៀបការទេសង្គមថ្មីលើកកម្ពស់សេរីភាពអាពាហ៍ពិពាហ៍គ្រប់យ៉ាងត្រូវកាត់បន្ថយឯងនៅក្មេងណាស់រឿងទាំងនេះត្រូវឲ្យម៉ែចាត់ចែងមិនយកបណ្ដាការមិនខ្លាចគេសើចចំអកទេអីឈីងស៊ុយម៉ែបារម្ភពីឯងតើនិយាយម្ដងទៀតរឿងរបស់ខ្ញុំសម្រេចចិត្តខ្លួនឯងចាប់តាំងពីម៉ែខ្ញុំស្លាប់ខ្ញុំគ្មានឪពុកទៀតទេឯងសុំទោសម៉ែឯងភ្លាមចង់វីកូនប្រសាខ្ញុំច្បាស់ជាត្រូវសួរគ្រូសាហួរនិងគ្រូសាជើថាយល់ព្រមឬអត់សិនបើឈីងស៊ុយមិនទទួលស្គាល់អ្នកថ្ងៃក្រោយកុំមករំខាននាងទៀតម៉ាក់កូនឆោតថ្ងៃក្រោយទីនេះជាផ្ទះរបស់កូនហើយប្រធានផ្នែកស៊ូសូមត្រឡប់ទៅវិញចុះថ្ងៃក្រោយខ្ញុំនឹងមកសួរសុខទុក្ខឈីងស៊ុយទៀតសូមទោសផងខ្ញុំបង្កបញ្ហាឲ្យអ្នកទៀតហើយខ្ញុំអាចចាក់ចេញពីផ្ទះត្រកូលហួរបាននិយាយឈួតអីហ្នឹងចាប់ពីថ្ងៃនេះទៅម៉ាក់គឺជាម៉ាក់បង្កើតរបស់កូនតែពួកគេនឹងគិតគូរពីរឿងគ្រូសាហួរមិនមែនឲ្យអ្នកណាមកគិតគូរតាមចិត្តបានឡើយតើខ្ញុំអាត្មានិយមពេកទេដែលនាំបញ្ហាដល់គ្រូសាហួរនិងគ្រូសាជើហើយថែមទាំងឲ្យហួរយានជើមកឈរការពារពីមុខខ្ញុំទៀតស៊ូឈីងស៊ុយយកសក់ក្នុងថតទូរបស់នាងចេញមកបើកថតទៅខាងក្រោមក្រែទៅលុយច្រើនម្លេះ2សែនយ៉នខ្ញុំមិនបានឃើញអ្វីទាំងអស់ឆោតមែនក្នុងន័យថានាងរៀបការជាមួយខ្ញុំហើយនោះនាងគឺជាប្រពន្ធរបស់ខ្ញុំជាបណ្ដោះអាសន្នលុយទាំងនេះនាងអាចប្រើប្រាស់បានទាំងអស់គាត់ប្រហែលជាមិនចង់ឲ្យខ្ញុំបាត់ខាងមែនទេលុយនេះស្អាតស្អំទេគិតថាខ្ចីឬជួយធ្វើការឲ្យខ្ញុំក៏បានឲ្យជួយធ្វើអីគិតលុយម៉េចមើលថែមួយថ្ងៃ1រៀលរត់ការម្ដង5រៀលនឹងជួយការពារខ្ញុំពីពួកពូធំចុះសរុបប៉ុន្មានមួយថ្ងៃឲ្យប៉ុន្មានគិតតែពីរឿងលុយមែនមួយថ្ងៃ1រៀលមួយខែ30ព្រមព្រៀងល្ងងមែនថ្ងៃក្រោយលែងលះត្រូវប្រាប់គេឲ្យសន្សំខ្លះហើយមិនបានមកជាច្រើនឆ្នាំជាតិមុនខ្ញុំល្ងងចាត់ទុកសាច់ញាតិល្អជាស្ត្រូវអ្នកនាងតើជានាងមែនទេលោកតាលីគឺខ្ញុំអ្នកនាងត្រឡប់មកវិញហើយប្រញាប់ទៅប្រាប់លោកម្ចាស់ចាស់ទៅលោកតាខ្ញុំសុំទោសឈៀនស៊ីវមិនល្អទេឈៀនស៊ីវកូនល្អរបស់តាក្រោកឡើងចូលក្នុងផ្ទះនិយាយគ្នាលោកតាលោកអ៊ំខ្ញុំខុសហើយត្រឡប់មកវិញគឺល្អហើយលោកតាតើប៉ាខ្ញុំនិងពួកគេធ្លាប់មកទេអត់ទេលោកតាថ្ងៃនេះខ្ញុំមកគឺមានរឿងសំខាន់ចង់ប្រាប់ស្គមហើយខ្មៅជាងមុនទៀតគឺលោកតាមិនបានមើលថែកូនឲ្យល្អលោកតាខ្ញុំសុខសប្បាយទេខ្ញុំនឹងហួរយានជើរៀបការហើយស្អីហួរយានជើដែលជាមនុស្សរុកជាតិនោះកាស្ទឹមលោកចោលការរៀបការភ្លាមស្រឡីកុំអីលោកអ៊ំខ្ញុំត្រូវការអាពាហ៍ពិពាហ៍នេះហើយខ្ញុំនៅមានរឿងត្រូវធ្វើហួរយានជើក៏ប្រហែលជាអាចដឹងខ្លួនវិញដែរលោកតាគ្រូសាស៊ូប្រកាសជាបញ្ចុះបញ្ចូលលោកតាឲ្យទៅចរចារឿងការជាមួយគ្រូសាហ៊ូមានគុណលើខ្ញុំមិនអាចនាំស្រូវចូលផ្ទះទេខ្ញុំបានត្រៀមខ្លួនរួចហើយឈិនស៊ីវនេះទើបជាកូនចៅតកូលលីនរបស់យើងកូនគួរតែធ្វើបែបនេះកូនធ្វើតាមចិត្តចុះរឿងគ្រប់យ៉ាងមានអ៊ំជួយចេញមុខការពារចាសអរគុណលោកអ៊ំអរគុណបងវាយឈីងស៊ីចាំបន្តិចម្ហូបចុងក្រោយចិត្តរួចហើយថ្ងៃនេះអបអរការរៀបការរបស់កូនផឹកបន្តិចទៅចាសកូនផឹកជាមិត្តម៉ាក់ទីបំផុតដឹងខ្លួនមកវិញហើយធ្វើមុខណាស់ខ្ញុំចង់គេងនៅទីនេះក៏ក្តៅណាស់ចេះតែដុតភ្លើងតែមិនទទួលខុសត្រូវពន្លត់ទេម៉ាក់របស់បងល្អណាស់គាត់ហត់ខ្លាំងណាស់ចិត្តទ្រាំលែងបានហើយលោកអ៊ំចិត្តលីចាក់លោកហើយបងត្រូវប្រញាប់ដឹងខ្លួនដើម្បីការពារម៉ាក់ជួយខ្ញុំមួយរឿងតាក់ទងទៅដូធានឈឺប្រាប់ថាខ្ញុំមានគ្រោះថ្នាក់ហើយឲ្យឈិនធីចិនទៅស៊ើបការផ្ទះលោកអ៊ំបងហួរយ៉ាងជើនេះជាពីររឿងតើស៊ូឈីងស៊ីពេលនេះពួកយើងនៅលើទូកតែមួយទេខ្ញុំនឹងម៉ាក់បងទេតើធ្វើតាមខ្ញុំប្រាប់ទៅលុយរបស់គ្រូសាហ៊ូប្អូនចង់ប្រើប៉ុន្មានក៏បានអ៊ីចឹងក្រោយលែងលះបងហាមដកយកវិញណាក្នុងទូមានសៀវភៅកត់ត្រាលេខកូដ1គឺឈិនធីចិនលេខ3គឺដូធានឈឺប្រាប់គេថាប្អូនជាប្រពន្ធរបស់ហ៊ូយ៉ានជើរួចនិយាយតាមដែលខ្ញុំប្រាប់ជំរាបសួរតើជាដូធានឈឺមែនទេខ្ញុំជាស៊ូឈីងស៊ីប្រពន្ធរបស់ហ៊ូយ៉ានជើនាងថាខ្លួនឯងជាអ្នកណាការមិនប្រាប់ខ្ញុំផងនៅចាត់ទុកខ្ញុំជាបងប្អូនទេគាត់រងរបួសខ្លាចជាមនុស្សរុកជាតិហើយត្រូវការឲ្យបងត្រឡប់មកវិញថាម៉េចបងយ៉ាងជើគាត់យល់ហើយស្អែកព្រលឹមខ្ញុំទៅដល់
អាឡូតើជាឈិនធីចិនមែនទេខ្ញុំជាប្រពន្ធរបស់ហ៊ូយ៉ាងជើ ប្រាប់ឲ្យគេនិយាយជាមួយខ្ញុំផ្ទាល់មក មិត្តភក្តិទាំងនេះមិនក៏ម្នាក់ចរិតពិបាកយកជាការម្លេះគាត់ខ្លាចជាមនុស្សរុកជាតិទៅហើយខ្ញុំមិនដឹងនិយាយមិនទេតែខ្ញុំប្រាប់ហើយអ្នកចង់មករអត់ស្រេចចិត្តមនុស្សឈ្មោះលូអេនោះគេមិនជឿខ្ញុំទេ ច្បាស់ជាអាល្អិតនោះនិយាយសម្ដីមិនស្រួលធ្វើឲ្យនាងខឹងហើយអីចឹងស្អែកទៅរកគេនៅផ្សាររងឹតទៅ សារងឹតគ្រោះថ្នាក់ណាស់ខ្ញុំមិនហ៊ានទេ អីចឹងនាងមកអង្វរខ្ញុំមកហឹមនេះគេងលក់បាត់ហើយសុំទោស ឯងជាអ្នកណា ដូធានសៅ អាស៊ឺនេះជាបងថ្លៃឯងបាននាងជួយមើលថែបងឯងទើបបានធូរស្រាលឯងមើលបងឯងមើលអាចព្យាបាលបានទេ ជីងស៊ុយ សម្ដីរបស់អាស៊ឺកុំប្រកាន់អីណាក្មេងនេះតាំងពីតូចមកខួរក្បាលមិនសូវគ្រប់ទឹកទេ មីងគួរសមបន្តិចទៅខ្ញុំនៅទីនេះតើ ម៉ែខ្ញុំមានរឿងចង់ប្រាប់ម៉ែស្ដាប់ហើយកុំភ័យស្លន់ស្លោណាត្រូវនិយាយបែបណាទើបម៉ែជឿទៅតាមពិតយ៉ាងជើដឹងខ្លួនហើយគ្រាន់តែនៅមិនទាន់កម្រើកបានមែនទេតាមពិតយ៉ាងជើដឹងខ្លួនហើយគ្រាន់តែនៅមិនទាន់កម្រើកបានមែនទេប្រហែលជាមកពីម្សិលមិញខ្ញុំគេងអបគាត់ទើបយប់មិញគាត់ប្រាប់ឲ្យខ្ញុំទេទៅដូធានសឺអូឬមួយជាការពិតមែនតើមានស្រីណាយកកេកខ្មាស់ខ្លួនឯងមកលេងសើចទៅកូនល្អទៅមើលយ៉ាងជើទៅម៉ែទៅទិញម្ហូបធ្វើបាយឲ្យញ៉ាំ ស្រម៉ែខ្ញុំទៅទិញម្ហូបវិញម៉ែនៅកំដរដូធានសៅទៅ ទិញរបស់ឆ្ងាញ់ឲ្យច្រើនបន្តិចណា ជីងស៊ុយខ្ញុំតាមរកនាងយូរហើយពឹងពាក់គេច្រើនណាស់ក៏នៅតែចូលវិមានធំមិនបានថែមទាំងខាត់លុយអស់ជាច្រើនទៀតនេះជាប្រាក់ខែខ្ញុំ មានន័យថាខ្ញុំត្រូវសងលុយបងមែនទេ ជីងស៊ុយមើលចុះអូនស្គុំអស់ហើយតើគ្រូសារហូតធ្វើបាបអូនមែនទេ ខ្ញុំនៅទីនោះស្រួលណាស់ឈប់សម្ដែងទៅឲ្យឆ្ងាយទៅ ជីងស៊ុយខ្ញុំខុសហើយត្រឡប់ទៅផ្ទះជាមួយខ្ញុំវិញទៅមនុស្សល្អបែបនេះរកឯណាបានអភ័យទោសឲ្យគាត់ទៅដើម្បីសន្សំលុយរៀបការម៉ែខ្ញុំលក់គ្រឿងអលង្ការអស់ហើយឲ្យខ្ញុំចេញពីធ្វើការក៏ទៅជួយការងារនៅអាហារដ្ឋានទៀត មនុស្សប្រុសល្អបែបនេះរកឯណាបានទៀតនាងស្រីម្នាក់នេះកុំមិនដឹងគុណគេអីបើពួកអ្នកស្រឡាញ់គេម្លេះនាំគ្នាទៅរស់នៅជាមួយគេទៅកុំមកបង្ខំខ្ញុំឲ្យសោះទើបតែមើលខ្លួនជាមួយខ្ញុំក៏លួចឡើងក្រែម្ដាយចុងខ្ញុំហើយធ្វើឲ្យនាងមានផ្ទៃពោះទៀតថ្ងៃនេះចង់មកបោកខ្ញុំទៅវិញដើម្បីដណ្ដើមរកម៉ែខ្ញុំហើយបង្ខំខ្ញុំការជាមួយអាខូចនោះមែនទេ នាងនិយាយបង្កាច់បង្ខូចគេហើយ មានផ្ទៃពោះឬអត់ទៅពិនិត្យនៅមន្ទីរពេទ្យទៅដឹងហើយហ៊ាននាំស៊ូចៅទីទៅពិនិត្យអត់ បើជាប្រុសពិតហ៊ានទៅពិនិត្យអត់ត្រូវហើយខ្ញុំ គេសន្លប់ហើយប្រញាប់បញ្ជូនទៅមន្ទីរពេទ្យទៅពិតជាគ្មានសិលធម៌មែនទ្រាំមើលលេងបានហើយមែនទេខ្ញុំរៀបការហើយប្តីខ្ញុំជាវីរបុរសចំណែកអាម្នាក់នេះជាជនបោកប្រាស់ចង់បោកលុយខ្ញុំបើមិនជឿហៅប៉ូលីសទៅនឹងដឹងច្បាស់ហើយ តាមពិតជាជនបោកប្រាស់សោះស្ទើរតែត្រូវវាបោកបាត់ទៅហើយ ថយចេញទៅសំលេងនេះស៊ូចៅឆាយស៊ូចៅទីនិងជូឆាយមី ម៉ែឲ្យចៅទីស្នាក់នៅទីនេះពីរបីថ្ងៃនេះចុះមើលថែនាងឲ្យល្អផង កុំបារម្ភអីម៉ែច្បាស់ជាមើលថែនាងឲ្យបានថត់ត្រលុកត្រលន់មិនខាននេះជាគ្រឿងអលង្ការនិងលុយដែលម៉ែឲ្យខ្ញុំបងយកទៅប្រើសិនទៅ ចៅទីអូនទុកខ្លួនឯងចុះបងជាប្រុសពេញទូមិននឹងហ៊ានយកលុយអូនទៅកើតបងនឹងខំធ្វើការថែមម៉ោងដើម្បីសន្សំលុយទៅសុំអូនការឲ្យបានឆាប់បងមិនដាច់ចិត្តឲ្យអូននិងកូនរបស់យើងពិបាកឡើយ អ្នកមីងនៅទីនេះតើបង ម៉ែឯងប្រញាប់ទៅរំងាស់ស៊ុបមាន់ឲ្យនាងទៅ ហើយនរណានៅខាងក្រៅហ្នឹងវីវ៉ូហើយចិត្តដល់មាត់ខ្លះហើយតើស្ទើរតែភ្លេចទៅហើយវិជាបំបាំងកាយមើលខ្ញុំមិនឃើញទេមើលមិនឃើញមែនអរគុណលោកតាមេឃនោះជាខ្សែកមាសនិងកងដៃរបស់ខ្ញុំតើឲ្យពួកឯងស៊ីដេកទៅមិនបាច់អរគុណទេទៅវិញហើយធ្វើមុខម្លេះគ្រាន់តែឆ្លងពីផ្លូវមកទីធ្លាក៏ធ្វើមុខដល់ថ្នាក់នឹងដែរមើលទៅរបស់នេះមិនអាចប្រើផ្ដេសផ្ដាស់ទេរឹតតែមិនអាចប្រើពេលមិនដឹងខ្លួនថែមទាំងធ្វើឲ្យល្វើយទៀតយកហើយជាវត្ថុការពារខ្លួនមិនអាចប្រើជំនួសជើងដែរទេ
ប្រញាប់អង្គុយសម្រាកទៅហត់ខ្លាំងហើយមែនទេម៉ែខ្ញុំមិនហត់ទេខ្ញុំទៅធ្វើម្ហូបសិនអាស៊ឺមកជួយម៉ែរើបន្លែទុកឲ្យបងថ្លៃឯងនិយាយគ្នាជាមួយយ៉ាងជើទៅ នាងទៅណាទើបតែមកវិញហ្នឹង ខ្ញុំទៅសហករណ៍ទិញអីវ៉ាន់ម៉ែចង់ញ៉ាំស៊ុបមាន់ខ្ញុំក៏ទិញសាច់និងបន្លែខ្លះដែរ ស្រីល្ងងនោះសម្រាប់ឲ្យនាងបំពន់រាងកាយតើទិញច្រើនម្លេះនាងចេះធ្វើអត់ស្នាដៃម៉ែខ្ញុំគុំសង្ឃឹមខ្ពស់ពេក ខ្ញុំគិតថាប្រហែលជាអាចញ៉ាំបានតើខ្ញុំចេះធ្វើម្ហូបច្រើនមុខណាស់ចាំបងដឹងខ្លួនខ្ញុំធ្វើឲ្យញ៉ាំ ហេតុអីអ្នកនាងធំចេះធ្វើម្ហូបទៅវិញ ខ្ញុំមិនបានកុហកទេក្រោយម៉ាក់ស្លាប់ខ្ញុំធ្វើម្ហូបតាំងពីអាយុ7ឆ្នាំម្លេះពូកែទេបើប្រឡងធ្វើម្ហូបខ្ញុំច្បាស់ជាឈ្នះលោក អាយុ7ឆ្នាំខ្ពស់ជាងចង្ក្រានបន្តិចសោះពូកែណាស់មេចុងភើអនាគត ពិតមែនហើយ ចាំខ្ញុំជាខ្ញុំនឹងជួយប្រដៅពូគេមិនឲ្យធ្វើបាបនាងទៀតទេ ខ្ញុំចាំទុកហើយពេលលេងលេះគ្នាហាមលោកក្រឡាស់សម្ដី មិនក្រឡាស់ទេហេតុអីទៅទិញម្ហូបយូរម្លេះជួបនរណាមែនទេ ជួបសុនសៅឆាយក៏និយាយគ្នាប៉ុន្មានម៉ាត់ នៅតែបារម្ភពីវាដែរតើបើស្រឡាញ់វាខ្លាំងខ្ញុំនឹងបំពេញបំណងលេងលេះគ្នាឥឡូវនេះទៅ ឈួតមែនទេចង់លេងលេះចាំលោកកំរើខ្លួនរួចសិនទៅ ល្អលេងលេះទៅដើម្បីកុំឲ្យទៅផ្លូវនាង គូយានចៅលោកឈួតមែនទេខ្ញុំលេងលេះក៏មិនរើសម្រាប់ដែរមនុស្សប្រុសគ្នាល្អម្នាក់ទេប្រញាប់ជាទៅគុំមកទើសតជីវិតនៅលីវរបស់ខ្ញុំ ល្អចាំសម្ដីខ្លួនឯងទុកទៅមុនពេលលេងលេះត្រូវដឹងពីឋានៈខ្លួនឯងនាងជាប្រពន្ធរបស់ហ៊ូយានចៅហាមធ្វើរឿងអាម៉ាស់ដល់ត្រកូលហ៊ូឲ្យសោះ ចិញ្ចៀននេះពិតជាមានដែនកំណត់មែនអាចទៅតែផ្ទះដែលធ្លាប់ស្គាល់មិនអាចនាំមនុស្សរស់ទៅបានទេការបំបាំងកាយបានតែមួយផ្លែតបើប៉ះមនុស្សឬមានក្លិនគឺអាចបែកការតែប៉ុណ្ណឹងលំលួចផុសតាំងហើយឬមួយខ្ញុំទាយខុសហើយរកឃើញហើយនេះគឺតើនេះមិនមែនជាដង្កៀបត្បូងរបស់ម៉ាក់ដែលបាត់នោះទេអេតាមពិតទៅគឺជាចោលក្នុងផ្ទះសោះនេះជាអាវគីប៉ាវដែលម៉ាក់ស្រឡាញ់បំផុតម៉ាក់ហេតុអ្វីបានជាខ្ញុំសំបីតែមុខម៉ាក់ក៏ចាំមិនច្បាស់ផងម៉ាក់ខ្ញុំមិនទាន់យកទៅទាំងអស់ទេខ្ញុំចង់ឲ្យពួកគេសងរបស់ដែលលួចទៅមកវិញម្ដងមួយនៅចំពោះមុខអ្នករាល់គ្នាក៏ដល់ពេលត្រូវសងវិញហើយអូយក្លិននេះឈ្ងុយខ្លាំងណាស់មិនបានទេធំពេកហើយនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះត្រឡប់ទៅវិញ រៀនខ្លះទៅបងយ៉ានចៅគេងមិនកម្រើកបែបនេះងាយនឹងស្វិតសាច់ដុំណាស់ទៅថ្ងៃមុខឯងត្រូវមកសាឲ្យគាត់ឲ្យបានញឹកញាប់ ធ្វើដំណើរតាមផ្លូវប្រុងប្រយ័ត្នផងតើមានរឿងអ្វីកើតឡើងចំពោះឡាវហ៊ូ តើឯងជាអ្នកខំមកការពីម្សិលមិញមែនទេនេះជាអ្វីដែលយ៉ានចៅឲ្យខ្ញុំប្រគល់ជូនបងនេះជាអ្វីដែលខ្ញុំបានឆ្លាក់ដោយផ្ទាល់ដៃនៅថ្ងៃដែលគាត់ចាក់ចេញពីមូលដ្ឋានកាលពីកន្លះឆ្នាំមុនយ៉ានចៅបានរងរបួសធ្ងន់រហូតសន្លប់ក្លាយជាមនុស្សរោគជាតិគាត់សម្រាប់នៅមន្ទីរពេទ្យលេខ43ថ្មីនេះគាត់ដឹងខ្លួនបានពី3នាទីហើយប្រាប់ឲ្យខ្ញុំស្វែងរកបងឲ្យឃើញ មនុស្សរកជាតិមេក្រុមរបស់យើងតើអ្នកណាជាអ្នកធ្វើ គាត់មិនបាននិយាយទេគ្រាន់តែប្រាប់ឲ្យខ្ញុំប្រាប់បងថាត្រីនៅក្នុងអាងស្តុកទឹកមិនទាន់ស្រង់អស់នៅឡើយទេ យប់នេះខ្ញុំនឹងទៅសួរសុខទុក្ខគាត់
ម៉ោង 12 យប់ខ្ញុំនឹងបើកទ្វារចំហៀងទុកឲ្យ ចៅទីកុំប្រញាប់ពេកកុំរៀនតាមគេដែលផើមមុនការគួរឲ្យខ្មាស់គេណាស់ កូននឹងមិនមែនខ្ញុំបង្កើតតែម្នាក់ឯងឯណា គឺនាងជាអ្នកល្បួងខ្ញុំទាំងដឹងថាខ្ញុំមានកិច្ចសន្យារៀបការជាមួយឈីងយូហើយ ចៅទីគឺជាកូនបង្កើតរបស់លោកឈីងយូស្លាប់ទៅក៏មិនដឹងរឿងនេះដែរស៊ូចៅទីចាស់ជាងខ្ញុំអាពីពីពីរបស់ម៉ាក់ខ្ញុំគឺជាការបោកប្រាស់មែនទេបើអញ្ចឹងមែនខ្ញុំនឹងធ្វើឲ្យអ្នកទាំងពីរគ្មានថ្ងៃបែកគ្នាឡើយ រូបថតអនុស្សាវរីយ៍នេះទុកឲ្យពួកឯងភ្ញាក់ឡើងចាំមើលចុះបងភ្ញាក់ហើយមែនទេ អូនមិនបានរបួសទេមែនទេ អត់ទេឆេនឆេចេងព្រមមកទីនេះហើយ អូនមិនបានប្រាប់គេថាជាប្រពន្ធបងទេមែនទេ តើវាសំខាន់ណាស់មែនទេ ពួកយើងមិនទាន់លែងលេះគ្នាទេចាំឋានៈខ្លួនឯងផង តិចទៀតឆេនឆេចេងមកដល់ហើយត្រូវរៀបចំអ្វីខ្លះ មិនបាច់ទេអូននៅឲ្យឆ្ងាយពីគេទៅ ហេតុអ្វីបានជាសំឡេងបងស្អកបែបនេះ គ្មានអីទេ អូមែនហើយខ្ញុំទិញសណ្ដែកដីនិងនំតើត្រូវឆុងតែឲ្យទេ តើអូននៅចង់ធ្វើម្ហូបពីរមុខទៀតមែនទេ បើចង់ញ៉ាំក៏បានតែត្រូវថែមលុយ មើលបងចុះតើដូចជាអាចផឹកតែញ៉ាំសណ្ដែកដីបានទេ អាសូមទោសខ្ញុំភ្លេច បើកបង្អួចទៅគេមកដល់ហើយយ៉ានចៅឯងប្រាប់គេថាខ្ញុំកំរើកមិនរួចទេដាវឈៀនស្មានគ្រោះថ្នាក់ត្រូវតែការពីគេ យ៉ានជើនិយាយថាបេសកកម្មដាវឈៀនគ្រោះថ្នាក់ខ្លាំងណាស់សូមជួយការពារគាត់ផង ហេតុអ្វីគេមិននិយាយផ្ទាល់តើនាងជាអ្នកណានិយាយមកនិយាយទៅថាអូនជាប្រពន្ធបង ខ្ញុំជាប្រពន្ធរបស់គាត់ស៊ឺខេងស៊ុយ ហេតុអ្វីខ្ញុំមិនដែលឮគេនិយាយពីនាងគេធ្លាប់និយាយថាគេមិនចង់រៀបការទេនិយាយថាជាការផ្សំគុំតាំងពីក្មេងនឹងមានប្រជ្រួយក្រហមលើកំពែកគូត ពួកយើងជាការផ្សំគុំតាំងពីក្មេងគាត់រវល់នឹងការងារឯខ្ញុំរវល់តែរៀនសូត្រមុខបងមើលទៅស្លេកស្លាំងណាស់ភ្នែកខ្មៅដក់ទៀត មិនបានគេងទេ តែយប់មិញខ្ញុំហៅបងឃើញបងគេងលក់ស្កប់ស្កល់តើឲ្យខ្ញុំម៉ាសាឲ្យទេ មិនបាច់ទេខ្ញុំចង់គេងថែម ល្អណាស់លួចទៅមើលរឿងភាគសិនលឿនឡើងរឿងចិត្តចាប់ផ្ដើមហើយ ក្រោកឡើងភ្លាមនាងកំពុងធ្វើរឿងឈួតអីហ្នឹង ខ្ញុំធ្វើរឿងឈួតបើភ្នែកមើលទៅឲ្យស្អិតជាប់គ្នាអស់ហើយឯងទៅរៀនល្បិចថោកទាបនេះពីណា មិនមែនខ្ញុំធ្វើទេ ខ្ញុំហត់សឹងងាប់បង្កើតកូនឲ្យឯងបែរជាទៅរៀនល្បិចថោកទាបមកធ្វើបាបខ្ញុំមិនព្រមទេ ស្រីចង្រៃលែងដៃ ឯងហ៊ានវាខ្ញុំផងខ្ញុំមិនព្រមទេស្រួលខ្លួនទេភ្ញាក់ហើយឬនៅចង់ឲ្យម៉ាសាទេ ទើបតែភ្ញាក់តើព្រឹកមិញអូនទៅណា ទៅទិញអីវ៉ាន់បន្តិចចាំអូនលាងដៃហើយមកម៉ាសា មិនបាច់ម៉ាសាទេមកគេងសម្រាប់មក ចាស អានសៀវភៅឲ្យបងស្ដាប់បន្តិចទៅ ចាសយុទ្ធសាស្ត្រគឺការជំនះរាល់ឧបសគ្គគ្មានរូបមន្តជ័យជំនះណាដែលថេរនោះទេ ស៊ូឈីងស៊ួយរឹងរូសហ៊ានធ្វើហ៊ានទទួលចំណុចនេះដូចខ្ញុំណាស់ ឈៀងស៊ួយរៀបចំខ្លួនទៅជាមួយម៉ាក់ម៉ាក់មិនមែនទេគឺខ្ញុំអានសៀវភៅឲ្យគាត់ស្ដាប់ក៏ច្រឡំគេងលក់ទៅមិនអីទេម៉ាក់យល់ហើយកូនសម្រាប់បន្តចុះអូនទៅពន្យល់ម៉ាក់បន្តិចសិន មិនបាច់ពន្យល់ទេ ហ៎ នាងសប្បាយចិត្តទុកឲ្យនាងសប្បាយចិត្តចុះ ម៉ាក់មិញហៅខ្ញុំមានការអីមែនទេបន្តិចទៀតទៅផ្ទះលោកតាជាមួយម៉ាក់ឯងនិងគ្រួសារអ៊ំធំគង់តែត្រូវជួបគ្នាទេ
ចាស់តើខ្ញុំត្រូវរៀបចំអ្វីខ្លះជួបចាស់ទុំលើកដំបូងខ្លាចខុសទំនៀមទម្លាប់មិនបាច់ទេម៉ាក់រៀបចំរួចរាល់ហើយតែបើពួកគេនិយាយមិនសូវពីរោះកុំប្រកាន់អីកុំបារម្ភអីខ្ញុំមិនអាក់អន់ចិត្តទេម្យ៉ាងក៏ដល់ពេលជួបគ្រួសារបងដែរ ប្រយ័ត្នអ៊ំធំនិងបងជីដូនមួយគុំនៅតែពីរនាក់ហើយកុំផឹកស្រាពួកគេហុចឲ្យបើគាត់និយាយមិនល្អឆ្លើយតបវិញទៅខ្ញុំទទួលខុសត្រូវ មើលទៅបរិះម្នាក់នេះក៏មិនអន់ដែរម៉ាក់គ្រួសារទី2កំព្រើពេកហើយយ៉ាងចៅរៀបការមិនប្រាប់សោះដូចទុកពួកយើងជាអ្នកក្រៅអញ្ចឹងពួកគេធ្វើការងារនឹងណាអូយភ្លេចខ្លួនគ្រូពេទ្យហាមមិនឲ្យខ្ញុំប៉ះទឹកត្រជាក់ទេម៉ាក់ខ្ញុំទៅក្រៅសិនហើយម្ហូបម៉ាក់ឆ្ងាញ់ជាងគេក្មេងចូលចិត្តណាស់ម៉ាក់រាល់ដងមានតែម៉ាក់ហត់នឿយមីងទី2មិនដែលជួយសោះឥឡូវបងយ៉ាងចៅការប្រពន្ធហើយគួរតែឲ្យកូនប្រសារថ្មីមកបម្រើវិញម្ដង សួយនិយាយឲ្យតិចទៅនោះជាបងថ្លៃអញទូនាងគ្មានមាយាទក៏មិនដល់វេនអញនិយាយដែរ លោកប៉ានេះគឺស៊ូឈីងស៊ួយប្រពន្ធរបស់យ៉ាងចៅថ្មីនេះរវល់រឿងគាត់ចេញពីពេទ្យទើបថ្ងៃនេះនាំនាងមកជួបលោកប៉ាជំរាបសួរលោកតាខ្ញុំគឺស៊ូឈីងស៊ួយសុំទោសដែលមិនបានមកសួរសុខទុក្ខតាំងពីដំបូងនេះជាការដូរបន្តិចបន្តួចសូមលោកតានិងលោកយាយទទួលផងយ៉ាងចៅយ៉ាងម៉េចហើយមើលថែគេឲ្យល្អទៅបានហើយមិនបាច់គិតច្រើនទេ យ៉ាងចៅនៅដែលទេចាសោះដើមឡើយបានអញ្ជើញគ្រូពេទ្យធូមកព្យាបាលឲ្យយ៉ាងចៅទើបតែធូស្រាលបន្តិចសោះតែយ៉ាងម៉េច គ្រូពេទ្យធូស្រាប់តែត្រូវគេដុកទ័របំពេញភារកិច្ចបន្ទាន់ឬថាថ្នាក់លើចំឈ្មោះគាត់ផ្ទាល់ធ្វើឲ្យការព្យាបាលត្រូវផ្អាកទៀតហើយខ្ញុំមិនដឹងថាគាត់អាចដឹងខ្លួនវិញទេ មានរឿងអីហ្នឹងនរណាហ៊ានចាត់តាំងភារកិច្ចគ្រោះថ្នាក់ឲ្យគាត់ប៉ានេះច្បាស់ជាការយល់ច្រឡំហើយពួកខាងក្រមមិនដឹងរឿងទេស្អែកខ្ញុំនឹងទៅស៊ើបសួរបើសិនជាមានរឿងកើតឡើងចំពោះឆ្នាំពិសោធន៍នោះឯងក៏មិនបាច់នៅតំណែងនេះទៀតដែររឿងធ្ងន់ស្រាលប៉ុណ្ណឹងក៏បែងចែកមិនដាច់ ស៊ូឈីងស៊ួយគេរៀបនឹងញ៉ាំបាយទៅហើយមិនក៏មិនទៅជួយក្នុងផ្ទះបាយចាំឲ្យចាស់ទុំមកបម្រើឯងមែនទេជំរាបសួរតើបងស្រីម្នាក់នេះជាអ្នកណាខ្ញុំគួរហៅគាត់យ៉ាងម៉េចទៅម៉ាក់កូនមិនទាន់បានណែនាំគាត់នៅឡើយទេនេះជាបងស្រីជីដូនមួយហ៊ូជួយប្អូនស្រីស្គាល់ឋានៈខ្លួនឯងផងគ្រួសារតូចតាចដូចឯងបានរៀបការចូលគ្រួសារហ៊ូគឺសំណាងណាស់ទៅហើយនៅទីនេះឯងត្រូវតែគោរពនិងបម្រើអ្នករាល់គ្នាយល់ទេនេះជាច្បាប់ទម្លាប់ចាស់សឈីងស៊ួយនឹងចងចាំពាក្យប្រដៅរបស់បងស្រីត្រូវហើយភារកិច្ចចម្បងរបស់ឯងគឺបង្កើតកូនចៅឲ្យគ្រួសារហ៊ូតែឥឡូវយ៉ាងចៅដូចជាមនុស្សស្លាប់ទៅហើយឯងម្នាក់ឯងក៏បង្កើតកូនប្រុសមិនបានដែរអីចឹងខំប្រឹងបម្រើពួកយើងទៅ ហ៊ូតុងសៀងនេះជាកូនស្រីនិងប្រពន្ធដ៏ល្អរបស់អញមែនទេប៉ាពួកគាត់ពង្វេងវង្វន់ហើយបាយពេលនេះមិនបាច់ញ៉ាំទេនាំពួកគេត្រឡប់ទៅវិញទៅប្រដៅឲ្យបានល្អកុំឲ្យមកធ្វើឲ្យខ្ញុំទាស់ចិត្តទៀតប៉ាកុំខឹងអីនាំខូចសុខភាពលោកតារឿងយប់នេះគឺមកពីខ្ញុំសូមទោសលោកតានិងលោកយាយផង មុខមាត់មួយនេះមើលទៅហាក់ដូចជាធ្លាប់ស្គាល់ដូចជាមិត្តចាស់ម្នាក់ដែលបាត់មុខជាយូរមកហើយមិនថាឯងជាអ្នកណាទេគ្រួសារហ៊ូគ្មានច្បាប់ទម្លាប់ច្រើនបែបនេះទេឯងអាចរៀបការជាមួយយ៉ាងចៅនៅពេលនេះគ្រួសារហ៊ូត្រូវអរគុណឯងវិញទេទៅថ្ងៃមុខរស់នៅជាមួយគ្នាឲ្យបានល្អទៅមិនបាច់ខ្វល់ពីអ្នកដទៃឡើយខ្ញុំនឹងចងចាំលោកតាខ្ញុំនឹងមើលថែយ៉ាងចៅឲ្យបានល្អប៉ាឈីងស៊ួយនិងយ៉ាងចៅស្គាល់គ្នាតាំងពីក្មេងនេះជាវាសនាទោះបីជាមានឧបសគ្គខ្លះតែចុងក្រោយក៏បាននៅជាមួយគ្នាមែនហើយរស់នៅជាមួយគ្នាឲ្យល្អទៅឆាប់បង្កើតចៅប្រុសថតត្រលុកត្រលន់ម្នាក់ឲ្យគ្រួសារហ៊ូ បើមិនចេះនិយាយទេក៏កុំនិយាយអីទៅញ៉ាំបាយទៅយប់ហើយគេងលក់ទេ ចាសខ្ញុំភ្ញាក់ហើយ យប់មិញមានរឿងអីកើតឡើងប្រាប់ខ្ញុំមើល ចាសល្មមតែប្រាប់បងដែរ អូនធ្វើបានល្អណាស់បើគេឌឺហើយយើងមិនតបត់គេកាន់តែបានចិត្តអូនពូកែណាស់ បងមិនគិតថាខ្ញុំមានល្បិចកលមិនស្មោះត្រង់ទេហាក់ ល្បិចកលនឹងការធ្វើបាបគេគឺជារឿងពីរផ្សេងគ្នាអូនដឹងច្បាស់ថាត្រូវដោះស្រាយជាមួយអ្នកណាដោយវិធីណាចំណុចនេះអូនពូកែជាងម៉ាក់បងទៀត ពាក្យបញ្ចូលនេះស្ដាប់ទៅត្រូវចិត្តខ្ញុំណាស់ខ្ញុំអានសៀវភៅឲ្យបងស្ដាប់ណាចង់ស្ដាប់រឿងអី សៀវភៅធុញទាំងនោះខ្ញុំទុកសម្រាប់បំពេគេងទេក្នុងទូមានសៀវភៅផ្សេងទៀតអូនមើលទៅដើម្បីសម្រាប់ពេល មិនក៏មិនប្រាប់ឲ្យលឿនរបស់ទាំងនេះខ្ញុំចូលចិត្តទាំងអស់បងរើសមួយក្បាលមក រឿងធារីសាស្ត្រ ហួយអានចៅបងសើចទៀតហើយអូខេមិនបង្អាប់បងទេស៊ីមិនឈីងលួចមើលផានជីនលៀនមិនក៏ចំទំព័រនឹងចឹងគាត់មិនគិតថាខ្ញុំមានចិត្តណាទេដឹង សៀវភៅនឹងខ្ញុំបើកមើលរាប់មិនអស់ដងទេតែមិនក៏ចំទំព័រនឹងទៅវិញខ្ញុំរៀងងួយគេងហើយអូនមើលខ្លួនឯងទៅខ្ញុំគេងមុនហើយ អីចឹងខ្ញុំក៏ហត់ដែរគេងដែរទៅអា ស៊ូឈីងស៊ីមានរឿងអី ខ្ញុំធ្លាក់ពីលើគ្រែត្រូវនឹងថតតបងើបមិនរួចទេ ហុចដៃមកចាប់ខ្ញុំឲ្យជាប់
ជួយជៀនឲ្យខ្ញុំជួយទាញបងឡើងហួយអានចៅដៃរបស់បងកំពុងកម្រើកបងពិតជាកំពុងប្រឹងមែនមើលចុះពិតជាកម្រើកមែនដៃរបស់បងពិតជាកម្រើកបានហើយ ដូចជាមានអារម្មណ៍ដឹងហើយអានចៅដឹងខ្លួនហើយមែនទេឆាប់កម្រើកដៃឲ្យខ្ញុំមើលបន្តិចកើតអីហ្នឹងកុំតន់អស់សង្ឃឹមគិតពីអារម្មណ៍កាលពីពេលនោះឡើងវិញ ពេលនោះខ្ញុំគ្រាន់តែចង់ទាញអូនឡើងមិនបានគិតអ្វីផ្សេងទេ ចុះពេលនេះមានអារម្មណ៍ទេមាន កម្រើកហើយពិតជាកម្រើកមែន ខ្ញុំពិតជាអាចកម្រើកបានមែនស៊ូឈីងអ៊ីអរគុណអូនណាស់ ម៉ាក់អានចៅដៃរបស់គាត់អាចកម្រើកបានហើយអានចៅកម្រើកម្ដងទៀតមើលឲ្យម៉ាក់មើលបន្តិចពិតជាកម្រើកមែនម៉ាក់រងចាំថ្ងៃនេះអស់កន្លះឆ្នាំហើយ ស៊ូឈីងអ៊ីឲ្យខ្ញុំសាក់លបងដែនខាងទៀតមើល ម៉ាក់ការងើបឡើងវិញត្រូវធ្វើសន្សឹមមិនបាច់ប្រញាប់ទេត្រូវហើយមិនបាច់ប្រញាប់ម៉ាក់ខ្ញុំមានការខ្លះត្រូវដោះស្រាយសូមពេល10ថ្ងៃកូនល្អចង់ធ្វើអីធ្វើទៅពេលនេះកូនជាកូនប្រសារត្រកូលហួហើយឲ្យតែមិនខុសច្បាប់ម៉ាក់នឹងជួយកូនគ្រប់យ៉ាងខ្ញុំមិនបានយករបស់ទាំងនោះទៅទេ ហេតុអីលួចយកមកវិញបានត្រឹមតែធូរចិត្តមួយពេល ខ្ញុំចង់ឲ្យពួកគេសង្វិញជាចំហនឹងចោទពួកគេពីបទប្លន់ទ្រព្យសម្បត្តិ ពួកគេមិនព្រមសងដោយស្រួលទេ គាត់ចង់ដឹកជញ្ជូនតាមផ្លូវទឹកយករបស់ម៉ាក់ខ្ញុំទៅកំពង់ផែលើកនេះមិនត្រឹមតែយករបស់មកវិញទេខ្ញុំនឹងធ្វើឲ្យស៊ូទឺលីងើបមុខមិនរួចតែម្ដងខ្ញុំត្រូវកាត់កន្ទុយត្រកូលស៊ូសិនរួចចាំកូរទឹកឲ្យល្អទៅម្នាក់ឯងខ្ញុំបារម្ភណាស់ ក្រៅពីបារម្ភពីខ្ញុំតើលោកអាចធ្វើអីខ្ញុំបានទៀត ចាំខ្ញុំជាសះស្បើយខ្ញុំនឹងឲ្យដឹងថាហ៊ានឌឺដងដាក់បុរសម្នាក់នេះនឹងមានលទ្ធផលបែបណា អីចឹងឆាប់ជាទៅបើជាយឺតខ្ញុំសងសឹកជំនួសអស់ហើយលោកតាអេវ៉ាន់កូនក្រមុំរបស់ម៉ាក់ខ្ញុំមិនមែនត្រឹមតែត្រូវស៊ូទឺលីលាក់ទុកទេគាត់ថែមទាំងកំពុងទេវាចេញទៀតលោកតាស៊ូទឺលីមិនត្រឹមតែលាក់អេវ៉ាន់ម៉ាក់ខ្ញុំទេ3ថ្ងៃទៀតគាត់នឹងដឹកតាមផ្លូវទឹកទៅកំពង់ផែ ស៊ីចុកលើគំនរទ្រព្យត្រកូលលីនបំផ្លាញជីងយន្តហើយចង់រត់គេចខ្លួនជាមួយទ្រព្យសម្បត្តិទៀតថាគេគិតថាត្រកូលលីនងាប់អស់ហើយមែនទេចុះលីយូមីវិញស្រីចាំម្នាក់នោះកាលនៅក្មេងពឹងលើផ្ទៃពូដើម្បីចូលផ្ទះឥឡូវចាស់ហើយបែរជាគិតថាខ្លួនជាប្រពន្ធដើមមែនទេនាងសំនឹងប្រៀបជាមួយអូនដែរហាឈីងស៊ួយត្រកូលលីននឹងបង្អែកឲ្យចៅចង់សងសឹកបែបណាធ្វើតាមចិត្តចុះ កិត្តិយសសាគរស៊ូដែលម៉ាក់ខ្ញុំ ខ្ញុំចិញ្ចឹមវា20ឆ្នាំហើយជួបខ្ញុំត្រូវហៅពុកហ៊ានដណ្ដើមជាមួយខ្ញុំគ្រាន់តែនិយាយថាមនុស្សតញោគឺអាចសង្កត់វាឲ្យមកបានហើយ ម៉ាក់ខាងលីយូមីជំរុញទាលុយរាល់ថ្ងៃអាស៊ុនសូឆាយឥតប្រយោជន៍នោះសូម្បីតែខ្ញុំក៏ចិញ្ចឹមមិនរស់ផងប្រញាប់ធ្វើអីចាំពុកឯងយករបស់មកវិញខ្លាចអត់លុយមែនទេអាស៊ូតឺលីមិនព្រមងាប់នេះស៊ីរបស់ខ្ញុំដេកលើរបស់ខ្ញុំនៅហ៊ានលួចចិញ្ចឹមស្រីក្រៅក្នុងខ្ញុំទៀតម៉ាក់កុំអើឆាវឆាវក្រែងលោមានគេញុះញង់ទេដឹងលីយូមីពេលឯងធ្វើបាបម៉ាក់ខ្ញុំគួរតែគិតដល់ថ្ងៃនេះឆ្កែខំឆ្កែចាប់ផ្ដើមហើយលីយូមីឯងឈ្គួស្អីហ្នឹង ឯងលួចចិញ្ចឹមស្រីក្រៅក្នុងខ្ញុំនៅហ៊ានសួរខ្ញុំថាឈ្គួស្អីទៀតទៅលីជួយខ្ញុំផងនាងចង់សម្លាប់កូនប្រុសបង នាងមានផ្ទៃពោះកូនប្រុសតកូស៊ូបើឯងហ៊ានធ្វើបាបនាងខ្ញុំមិនលើកលែងឲ្យទេ អូហូអនុប្រធានផ្នែកស៊ូនៅមានម្នាក់ទៀតនៅខាងក្រៅផងពូធំលឹងហើយលាក់ចិត្តល្អណាស់តើឯងលួចចិញ្ចឹមស្រីក្រៅក្នុងខ្ញុំនៅហ៊ានសួរខ្ញុំថាឈ្គួស្អីទៀតកុំមកធ្វើពុតជាប្រុសល្អកាលនោះលីនឈីងយុនមិនទាន់រៀបការចូលផ្ទះផងឯងក៏ដេកជាមួយខ្ញុំបាត់ទៅហើយថ្លើមធំជាងស៊ូស៊ីងស៊ីងទៅទៀតហ៊ានទទួលស្គាល់ចំពោះមុខអ្នកភូមិទេ
ស៊ូទ័រលីរបស់ថ្លៃបណ្ណាការរបស់លីនឈីងយុនតាឯងត្រៀមសង្វេញពេលណាពុកស្ដាប់ខ្ញុំពន្យល់សិនគឺលីយូមីបង្កចំនួនទេរបស់ខ្ញុំតែងតែជួយថែរក្សាទុកឲ្យឈីងយុនរហូតតើ ស៊ូទ័រលីមានដុំវត្ថុបុរាណត្បូងថ្មនិងអាវផាយរបស់ម៉ាក់ខ្ញុំនៅក្នុងបន្ទប់សម្ងាត់ខ្ញុំបានថតរូបទុកទាំងអស់ហើយបញ្ជីក៏នៅក្នុងដៃខ្ញុំដែរបែងហ៊ានខ្វះសំបីតែមួយមុខខ្ញុំនឹងយករូបថតទៅបិទពេញផ្លូវតែម្ដងស៊ូនីអាមេក្បត់ជាតិឯងហ៊ានត្រូវរកជាមួយអ្នកក្រៅមកធ្វើបាបឪពុកបង្កើត ខ្ញុំគឺគាត់ជាអ្នកលាក់វាខ្ញុំមិនដឹងអ្វីទាំងអស់ មុនថ្ងៃស្អែកត្រូវសងថ្លៃបណ្ដាការនិងសៀវភៅបញ្ជីមកវិញបើខ្វះសំបីតែមួយខ្ញុំនឹងធ្វើឲ្យត្រកូលស៊ូងើបមុខមិនរួចក្នុងក្រុងនេះឡើយខ្វះដុំមាសពីរដុំកងដៃត្បូងខ្វះមួយវងគ្រឿងអលង្ការឈើក្រហមរបស់ឈីងយុនក៏បាត់ដែរប្រហែលជាយូរពេកខ្ញុំចាំច្រឡំហើយមើលទៅ ម្សិលមិញនៅតែក្នុងបន្ទប់សម្ងាត់សប្តាហ៍ថ្ងៃបែរជាចាំច្រឡំទៅវិញគឺគាត់យប់មិញគាត់ថែមទាំងនិយាយថាឲ្យយករបស់មានតម្លៃទៅមុនរួចទុករបស់ដែលសល់មកបោកបញ្ឆោតគ្រូសាលីន ស៊ូទឺលីខ្ញុំលើកឈីងយុនឲ្យឯងមិនមែនឲ្យឯងយកថ្លៃបណ្ដាការនាងទៅចិញ្ចឹមស្រីក្រៅនោះទេ ថ្ងៃនេះសងរបស់វិញថ្ងៃស្អែកខ្ញុំចង់ឲ្យអ្នករាល់គ្នាសងភាពយុត្តិធម៌ដល់ម៉ាក់ខ្ញុំវិញ ស៊ូជីងស៊ួយទោះជាយ៉ាងណាក៏ខ្ញុំជាឪពុកឯងដែរថ្ងៃនេះឯងបង្ខំខ្ញុំដល់ថ្នាក់នេះមិនខ្លាចថ្ងៃក្រោយត្រូវគេជេរប្រទេសទេហា ពេលដែលលោកបង្ខំម៉ាក់ខ្ញុំឲ្យស្លាប់មិនក៏លោកមិនខ្លាចគេជេរប្រទេសផងទៅលោកយកលុយម៉ាក់ខ្ញុំទៅចិញ្ចឹមស្រីយកថ្លៃបណ្ដាការនាងទៅជួយសាច់ញាតិខាងក្រៅងាកមកវិញចង់យកគុណធម៌មកសង្កត់ខ្ញុំទៀតស៊ូទឺលីលោកមិនសមធ្វើជាឪពុកគេទេលោកសមតែធ្វើជាគ្រឿងកំប្លែងរបស់តកូស៊ូប៉ុណ្ណោះ ឯងអាមីងចោមសៀតនេះ កុំប្រញាប់ស្លាប់អីអ្វីដែលលោកជំពាក់ម៉ាក់ខ្ញុំគឺនៅមិនទាន់សងអស់នៅឡើយទេស៊ូទឺលីលោកមិនអាចទុកខ្ញុំចោលទេកូននេះជាកូនរបស់លោកណាឯងកុំមកនិយាយផ្ដេសផ្ដាសនាងស្រីឥតខ្មាស់ សម្បត្តិលីវសូមរក្សាភាពស្ងប់ស្ងាត់បញ្ជីសារពើផននិងភស្តុតាងផ្ទេរប្រាក់ដែលគ្រូសាលីនបានដាក់ជូនមុននេះរួមទាំងសម្បត្តិតប៉ាល់ទៅកាន់កំពង់ផែពួកយើងបានកត់ត្រាទុកហើយបន្ទាប់ពីស៊ូទឺលីដឹងខ្លួនឡើងគាត់ត្រូវតែទទួលការស៊ើបអង្កេតនេះជាសម្បត្តិតប៉ាល់ទៅកាន់កំពង់ផែដែលស៊ូទឺលីបានរៀបចំទុកដើម្បីរត់គេចខ្លួនតាមផ្លូវទឹកនៅ3ថ្ងៃក្រោយ គាត់លេបថ្នាំសម្រាប់ខ្លួនមិនមែនដោយសារវិបដិសារីទេគឺដោយសារតែខ្លាចស៊ូឈីងស៊ួយឯងឈួតហើយមែនទេ សង្គ្រោះជីវិតបានហើយតែហាមធ្វើឲ្យគាត់ប៉ះទង្គិចចិត្តទៀត លីជាវជាវសម្រាប់ហើយជាកូនប្រុសកម្មពីរបស់គ្រូសាស៊ូទីបំផុតមានអ្នកបន្តវេនហើយ ហ៊ានលួចពីខ្ញុំផងពួកត្រកូលលីក្រហាមឬក៏ទម្លាប់ថោកទាបទៅហើយឯងរស់នៅស៊ីបាយផ្ទះខ្ញុំក្នុងពោះមានឈាមជាប់តកូស៊ុនខ្ញុំយកលុយបន្តិចមានអីខុសបងសើឆាយបងសន្យាថារៀបការជាមួយអូនបងមិនអាចបោះបង់អូននិងកូនចោលទេ បើចង់ចូលត្រកូលស៊ុនប្រាប់ម៉ែឯងយកលុយមកសិនគ្មានលុយអ្នកណាមានលុយចិញ្ចឹមឯងនិងកូនតែក្នុងដៃស៊ូឈីងសៀប្រកាសជាមានរបស់របរតកូលលីននៅឡើយឲ្យតែនាងព្រមជួយខ្ញុំនឹងអាចស្រោចស្រង់ខ្លួនឡើងវិញ នាងគ្មានផ្លូវជួយឯងទេ អីចឹងមានតែបង្ខំនាងឲ្យជួយឈីងសៀពីមុនបងល្ងងខ្លៅណាស់ពេលនេះទើបដឹងថាអ្នកដែលល្អចំពោះបងគឺអូនបងត្រូវស៊ូចៅទីបោកដែរនាងធ្វើពុតជាគួរឲ្យអាណិតបងទុនចិត្តមួយពេលទើបធ្វើខុស នាងបោកបងឲ្យឡើងក្រែបោកឲ្យប្លន់ថ្លៃទឹកដោះខ្ញុំបោកឲ្យចុះហត្ថលេខាវះកាត់បំផ្លាញជីវិតខ្ញុំមែនទេ ឈីងសៀបងខុសហើយឲ្យតែអូនជួយបងសុខចិត្តធ្វើជាគោជាសេះបំរើអូន ខ្ញុំរៀបការហើយមនុស្សប្រុសលួចលាក់ជាមួយប្អូនស្រីចុងខ្ញុំដូចឯងមានមុខអីមកផ្ដេសផ្ដាសទៀតគឺគេទៀតហើយអាបោកប្រាស់កាលពីលើកមុនពិតជាក្រាស់មុខមែន មើលតាមអាយុខែមិនមែន3ខែទេគឺយ៉ាងហោចណាស់4ខែជាងហើយតើកូនជារបស់អ្នកណាពួកអញសួរខ្លួនឯងឲ្យច្បាស់ទៅ បងសៅគឺគុំស្ដាប់ពួកគេនិយាយផ្ដេសផ្ដាសអីកូននេះពិតជាកូនរបស់បងមែន ជាង4ខែហើយស៊ូចៅទីនាងបោកខ្ញុំដល់ថ្នាក់នេះនៅចង់ឲ្យខ្ញុំការជាមួយនាងទៀតហេស៊ុនសៅខៃមានគេប្តឹងថាអញកឹបកេងលុយសាធារណៈទៅការិយាល័យជាមួយយើងដើម្បីស៊ើបអង្កេតអ្នកណាជាអ្នកប្តឹងឬមួយជាស៊ូឈីងស៊ួយគឺនាងចង់ធ្វើបាបខ្ញុំមែនទេដោះស្រាយរឿងស៊ុនសៅខៃរួចរាល់ហើយមែនទេ នៅឡើយទេតែពួកគេចាប់ផ្ដើមខំគ្នាអញហើយ សមិទ្ធស៊ូប្រធានចៅឲ្យខ្ញុំប្រាប់អ្នកថាថ្ងៃនេះមានគេមកស៊ើបការនៅមន្ទីរពេទ្យធំថាតើប្រធានកងពិតជាអាចកម្រើកបានមែនឬអត់ហូតុងលីវ មើលទៅគេសំបីតែ10ថ្ងៃក៏មិនចង់ទុកឲ្យពួកយើងដែរខ្ញុំមិនខ្លាចទេឥឡូវខ្ញុំមានគ្រួសារហើយបើអ្នកណាហ៊ានប៉ះពាល់គ្រួសារខ្ញុំនឹងឲ្យគេសងមកវិញទ្វេដង ក្មួយស្រីយល់ថាយ៉ានជើថ្មីនេះអាការៈមិនសូវល្អខ្ញុំក៏នាំគ្រូពេទ្យជំនាញមកពិនិត្យមើល
ពួកយើងមិនត្រូវការទេ នាងជាស្រីម្នាក់ឯងមើលថែអ្នកជំងឺច្បាស់ជាមានការខ្វះខាតហើយខ្ញុំបារម្ភថាយ៉ាងជើងនឹងត្រូវខកខានការព្យាបាលពួកយើងជាគ្រួសារតែមួយទេ បងធំខ្វល់ខ្វាយពីយ៉ាងជើដល់ថ្នាក់នេះចុះលិខិតបញ្ជូនខ្លួនគ្រូពេទ្យលិខិតណែនាំនឹងត្រាមន្ទីរពេទ្យនៅឯណា ខ្ញុំមកជួយផ្ទាល់ខ្លួនទេមិនបាច់ត្រូវការបែបបត់អស់ទាំងនេះទេ អូជួយផ្ទាល់ខ្លួនទេហេចុះបើមានបញ្ហាអ្នកណាជាអ្នកទទួលខុសត្រូវឬមួយបងធំចង់ដេកជំនួសយ៉ាងជើ ឈីងស៊ួយនាងទៅតែចូលគ្រួសាររហូមិនដឹងពីរបៀបនិយាយស្ដីជាមួយចាស់ទុំទេស្រតតខ្ញុំមិនដឹងមែនតែខ្ញុំដឹងពីច្បាប់ទម្លាប់យ៉ាងជើមិនមែនជាអ្នកជំងឺដែលចង់មកមើលក៏មើលបាននោះទេមនុស្សចាស់ល្បិចច្រើនក្លិនខ្លួនមិនស្រួលទេកុំឲ្យគេប៉ះពាល់ខ្ញុំអីស៊ូឈីងស៊ួយកុំមកបង្កលបឡែបើធ្វើឲ្យរំខានដល់ការព្យាបាលយ៉ាងជើនាងទទួលខុសត្រូវរួចទេហូតតងលីវ ឯងនាំមនុស្សបែបនេះមកប៉ះពាល់កូនប្រុសខ្ញុំហេ នេះជាការចាក់បញ្ចូលវិទ្យាសាស្ត្រពិតមែនតា ចាក់បញ្ចូលវិទ្យាសាស្ត្រមិនយកប្រអប់បញ្ចូលបែជាលាក់ក្នុងដៃអាវឯងមកព្យាបាលជំងឺឬមកសម្លាប់បំបិតមាត់ យល់ច្រឡំទេគឺយល់ច្រឡំទាំងអស់ អ៊ីចឹងសូមលោកអ៊ំចេញទៅលើកក្រោយមកទៀតខ្ញុំនឹងប្តឹងប៉ូលីសហើយ ធ្វើបានល្អណាស់ គ្រាន់តែសរសើរមកទេរង្វាន់តិចម្លេះមនុស្សខូចទៅតែរើខ្លួនបានក៏ចេះខូចភ្លាម ចាំទៀតមិនបានទេលោកហៅមានសញ្ញាដឹងខ្លួនហើយលើកក្រោយពួកគេមិនបញ្ជូនមនុស្សអន់មកទៀតទេ តើគេចង់ធ្វើអ្វីទៀតយ៉ាងជើជាក្មួយបង្កើតរបស់គេណា នៅចំពោះមុខអំណាចនិងជីវិតក្មួយបង្កើតមានតម្លៃស្អីគេចង់ឲ្យលោកហៅបិទមាត់រហូតធ្វើឲ្យអូនត្រូវមកលំបាកជាមួយបងហើយ ម៉ែទៅរៀបចំលិខិតណែនាំស្បៀងថ្នាំនិងខោអាវឈីងស៊ួយម៉ែផ្ញើយ៉ាងជើលើកូនហើយ ព្រឹកស្អែកមិនតាន់ទេត្រូវទៅយប់នេះបញ្ចេញដំណឹងคล้ายៗនៅទ្វារមុខហើយចេញតាមទ្វារក្រោយឈីងស៊ួយផ្លូវដើរគ្រោះថ្នាក់ណាស់ ខ្ញុំរឹងប៉ឹងណាស់កុំបារម្ភអីរស់នៅឲ្យបានល្អទៅឈីងស៊ួយមួយជីវិតនេះម៉ែមិនដែលអង្វរអ្នកណាទេថ្ងៃនេះម៉ែសូមអង្វរកូនត្រូវតែនាំគេត្រឡប់មកវិញឲ្យបានម៉ែកូនមិនត្រឹមតែនាំគេមកវិញទេកូននឹងធ្វើឲ្យពួកអ្នកធ្វើបាបគេត្រូវលុតជង្គង់មើលគេក្រោកឈរឡើងវិញ មនុស្សបាត់ហើយរកមើលមនុស្សខ្វិនម្នាក់និងក្មេងស្រីម្នាក់រត់មិនឆ្ងាយទេ ខ្លាចទេខ្លាចតែខ្ញុំខ្លាចលោកស្លាប់ក្រោមដៃពួកគេជាងល្អហើយមិនបាច់បារម្ភមានអ្នកមកគូសទ្វារកណ្ដាលយប់ ធ្វើឲ្យអូនពិបាកហើយ ពិបាកអីទៅស្អាតជាងផ្ទះត្រកូលស៊ូទៀតកុំហុកតែបានតែមនុស្សខូចកែមិនឡើងទេពួកមកពីក្រុងពិតជាជ្រឹកកូនក្មេងមែននាំទាំងមនុស្សចិត្តស្លាប់មកហើយនៅរើអាងទៀតស្មានតែខ្លួនឯងជាលោកស្រីធំមែនទេប្តីខ្ញុំរងរបួសដើម្បីសង្គមទូគេកេងស្តុកស្ដឹងក៏ជាវីរបុរសដែរចំណែកឯងវិញខ្លួនប្រាណល្អសោះតែមាត់គ្មានការអប់រំដូចសត្វទៀតតើអ្នកណាខ្មាស់គេជាងអ្នកភូមិសុទ្ធតែពាក់ស្បែកជើងក្រណាត់តើអ្នកណាពាក់ស្បែកជើងបែបនេះឯងជាមនុស្សមកពីក្រុងកុំមកដើរមើលឆ្វេងមើលស្ដាំក្នុងភូមិយើងអីខ្ញុំមើលតែអស្ចារ្យបុរាណតើនាងស្លន់ស្លោធ្វើអី សមិទ្ធស៊ូផ្លូវក្នុងភូមិរអិលណាស់កុំដើរផ្ដេសផ្ដាសអីនៅភ្នំខាងក្រោយមានចកោ ភ្នំខាងក្រោយមានចចកឬក៏មានរបស់លាក់បាំងមិនឲ្យគេឃើញបងស្រីថ្លៃជួយប៉ាគូផងគាត់ចិត្តស្លាប់ហើយបងមកពីក្រុងប្រកាសជាមានវិធីជួយហើយបងស្រីថ្លៃពួកគេនិយាយថាប៉ាគូនាំចង្រៃទៅមិនព្រមហៅគ្រូពេទ្យមកមើលមិនមែនចង្រៃទេគឺគាត់ក្តៅខ្លួនខ្លាំងរហូតខ្សោះជាតិទឹកបើទុកយូរទៀតគាត់ពិតជាស្លាប់មិនខាននាងមិនមែនជាគ្រូពេទ្យផងធ្វើពុតជាព្រះសង្គ្រោះធ្វើអីបើជួយមិនរស់ជីវិតគាត់ត្រូវគិតលើនាងហើយដឹងខ្លួនហើយគាត់ដឹងខ្លួនពិតមែនហើយ លោកដៃគាត់ចេញមកគាត់មិនមែនសង្គ្រោះមិនបានទេគឺមកពីការព្យាបាលយឺតយ៉ាវពេក បើទុកយូរទៀតជើងនេះនឹងខូចហើយ អាចព្យាបាលជាទេ ជាតែវាឈឺណាស់ត្រូវមានអ្នករៀនចាក់បញ្ចូលម៉ាសានិងដាំថ្នាំរាល់ថ្ងៃបើបោះបង់ពាក់កណ្ដាលទីមួយជីវិតដែលនៅសល់របស់គេនឹងក្លាយជាមនុស្សពិការ ខ្ញុំនឹងរៀន មិនបាច់ទ្រាំលំបាកដើម្បីខ្ញុំទេ ខ្ញុំទទួលប្រាក់ខែអ្នកហើយត្រូវតែទទួលខុសត្រូវដល់ទីបញ្ចប់ នាងតូចនាងមានដងនឹងដៃនឹងល្អសាក់សំរៀនពេទ្យណាស់តែខ្ញុំទទួលសិស្សមានច្បាប់វិន័យ
គឺជួយមនុស្សបានតែមិនបង្រៀនឲ្យធ្វើបាបគេឡើយ ខ្ញុំរៀនពេទ្យដើម្បីជួយមនុស្សដែលគួរជួយនិងឲ្យមនុស្សអាក្រក់ទទួលបានកម្មពៀរ ល្អចាប់ពីថ្ងៃនេះទៅហៅខ្ញុំថាគ្រូទៅមជុលដំបងបើចាក់ខុសជើងមកខាងនេះគុំសង្ឃឹមថានឹងកម្រើកបានក្នុងរយៈពេលកន្លះឆ្នាំ ហួយយានជើបើខ្ញុំចាក់ធ្វើឲ្យអ្នកឈឺអ្នកហាមបន្ទោសខ្ញុំណា ទោះខូចក៏មិនបន្ទោសនាងដែរបន្តទៀតទៅគុំឈប់អីមជុលចុងក្រោយនេះបើចាក់ចំចំណុចល្អជើងរបស់គេនឹងមានសង្ឃឹមហើយ កម្រើកហើយហួយយានជើជើងរបស់អ្នកកម្រើកហើយត្រង់នេះមានអារម្មណ៍ទេមែនហេមិនមែនកុហកខ្ញុំទេណា ស៊ូឈីងស៊ួយអរគុណនាងហើយ ប្រញាប់ជាឡើងទៅ ដើម្បីលែងលះមែនទេ ដើម្បីឲ្យអ្នកអាចទៅបន្ទប់ទឹកខ្លួនឯងបានកុំឲ្យពិបាកដល់ខ្ញុំ ស៊ូឈីងស៊ួយខ្ញុំនឹងក្រោកឈរឡើងឲ្យបានសម្មិតស៊ូតូចរឿងបេះថ្នាំនិងផ្សំថ្នាំនេះអាចជួយឲ្យពួកយើងបានពិន្ទុការងារច្រើនមែនទេកុំឲ្យតែហត់ទេបើស្ថាប័នមិនព្រមទទួល អស្តបុរាណមិនមែនស្មៅប្រៃទេបេះខុសគឺខូចហាលខុសគឺទៅជាថ្នាំពុលបើធ្វើតាមក្បួនខ្នាតមន្ទីរពេទ្យឃុំនឹងទទួលយកបាននរណាធ្វើផ្ដេសផ្ដាសគឺបំផ្លាញឆ្នាំងបាយអ្នកភូមិទាំងមូលនិយាយដូចជាពិតប្រាកដណាស់ឯងជាកូនប្រសារមកពីក្រុងស្គាល់ស្មៅថ្នាំបានប៉ុន្មានមុខទៅនេះជាស្មៅមេដាស្លឹកនិងឫសមិនអាចហាលលាយគ្នាទេបាននរណាធ្វើខុសគឺខូចទាំងកន្ត្រកខូចមួយកន្ត្រកគឺបាត់ពិន្ទុការងារមួយកន្ត្រក យោពមសាកល្បង3ថ្ងៃសិនបើនរណាបង្កបញ្ហានឹងត្រូវកាត់ពិន្ទុការងារ បងថ្លៃពិតជាពូកែមែនថ្ងៃនេះអ្នករាល់គ្នាគោរពបងខ្លាំងណាស់គោរពឬមិនគោរពមិនសំខាន់ទេសំខាន់គឺថ្នាំមិនអាចខុសឆ្គងឡើយបើខុសតែបន្តិចគឺបំផ្លាញឆ្នាំងបាយអ្នកភូមិទាំងអស់ បងថ្លៃម្នាក់នោះសម្រស់ពិតជាស្អាតបាតណាស់មនុស្សពាក់កណ្ដាលស្លាប់ទៅហើយមិនសមនឹងទទួលបានសំណាងបែបនេះទេ កុំគិតតែពីមើលស្រីពេកបើបោះថ្នាំនេះជោគជ័យមនុស្សក្នុងភូមិមុខជាគិតតែពីនាងស៊ូឈីងស៊ួយហើយចុះត្រកូលយ៉ាងរបស់យើងទុកនៅឯណា អញ្ចឹងកុំឲ្យនាងធ្វើវាបានសម្រេចឲ្យសោះ ស៊ូឈីងស៊ួយចាំមើលស្អែកនេះឯងដោះស្រាយយ៉ាងម៉េច វិនិច្ឆ័យហើយថ្នាំទាំងនេះដុះផ្សិតអស់ហើយ ខ្ញុំប្រាប់ហើយថាកូនប្រសារក្រុងទុកចិត្តមិនបានទេឥឡូវសមុខហើយថ្នាំមួយរោងត្រូវខូចខាតអស់លីងនេះមិនមែនខូចដោយសារហាលទេគឺមានគេលួចបាច់កំទេចថ្នាំដុះផ្សិតពីលើឯងនិយាយថាមានគេបាច់ចុះពូស្តាំងនៅឯណាឬមួយក៏ចង់រកលេខទម្លាក់កំហុសឲ្យអ្នកអត់ទេលាតដៃអោរបស់ឯងចេញមកហេតុអ្វីខ្ញុំត្រូវធ្វើតាម យ៉ាងស៊ីងហ្វាលាតចេញមកភ្លាម នាងចោទប្រកាន់ខ្ញុំទេនាងមិនពេញចិត្តនឹងខ្ញុំតាំងពីយូរហើយស្រពេលធ្វើរួចខ្ញុំបានបាចំសៅស្នៅក្បែរបង្គារសីនីមួយបានរណាបើឯងមិនបានពណ៌មិនក៏កំទេចឈូងហោះចូលដៃឲ្យឯង គ្រាន់តែថ្នាំបាក់ពីរបីដាំសោះចាំបាច់តោងទៀមប្អូនស្រីខ្ញុំមិនលែង នេះជាឱសថដូរយកពិន្ទុការងាររបស់រាល់គ្នាមុខមាត់គ្រួសារយ៉ាងឯងថ្លៃជាងឆ្នាំងបាយអ្នករាល់គ្នាទៅទៀត ប្តីនាងដេកស្តូកស្ដឹងលើក្រែមិនប្លែកទេដែលនាងឆេវឆាវបែបនេះ ឯងនិយាយម្ដងទៀតមើលមាត់ស្អុយចឹងលុតជង្គង់រៀននិយាយភាសាមនុស្សសិនទៅ ស៊ូឈីងសៀវឯងចាំមើលទៅ មានមនុស្សនៅខាងក្រៅ បងថ្លៃស្រីកុំពួនអីប្តីនាងដូចមនុស្សស្លាប់ទៅហើយយប់នេះចាំបងជួយថ្នាក់ថ្នមនាងជំនួសកាចណាស់តើបងចូលចិត្តមនុស្សកាចបែបហ្នឹងណាស់ លែងខ្ញុំជួយផងមានចោលចូលផ្ទះស្រីយុវជនបាញ់វន់ទាំងយប់ យ៉ាងតាហើយឯងចូលផ្ទះគេកណ្ដាលអាធ្រាត្រចង់ធ្វើអីហ្នឹងគឺនាងជាអ្នកលបួងខ្ញុំគឺនាងទាំងអស់ ប្តីខ្ញុំនៅក្នុងផ្ទះតើខ្ញុំទៅលបួងឯងមិនសមសោះ ចងវាទុកសិនទៅស្អែកចាំបញ្ជូនទៅសហគមន៍ មិញនេះលោកចង់ក្រោកមកជួយខ្ញុំមែនទេ ខ្ញុំចង់សម្លាប់ពួកវា
តកដង្ហើមធំ នគរបាលលាវអញហ៊ានចង់ខ្ញុំផងគ្រូសាយ៉ាងខ្ញុំនៅក្នុងភូមិមិនមែនទៅតែមួយថ្ងៃពីរថ្ងៃទេយប់មិញឯងលួចចូលផ្ទះគេថែមទាំងនាំគ្នាបំផ្លាញថ្នាំសង្គ្រោះទៀតចង់ឯងទុកឲ្យប៉ូលីសចាត់ការ គ្រាន់តែស្មៅថ្នាំប៉ុន្មានដើមសោះចាំបាច់ចង់មនុស្សដែរនេះមិនមែនជាស្មៅថ្នាំទេតែជាថ្នាំសង្គ្រោះជីវិតរបស់ហ៊ូយៀនជើគាត់រងរបួសដើម្បីសង្គមឯងបែរជាបំផ្លាញថ្នាំគាត់ រឿងនេះធំហើយគ្រូសាយ៉ាងលើកនេះប៉ះចំថ្មហើយ យ៉ាងស៊ីងហ៊ូឯងកិច្ចវិធ្វើអីសរសៃអំបោះជាប់សោទ្វាររោងថ្នាំជាអំបោះឲ្យឯងមែនទេ យ៉ាងស៊ីងហ៊ូឯងក៏នៅទីនេះដែរមុនពេលប៉ូលីសមកដល់គ្មានអ្នកណាត្រូវទៅណាទេ ប្រធានក្រុមលីវរឿងនេះមិនអាចសម្របសម្រួលបានទេបើមិនចាត់ការទេថ្ងៃក្រោយស្រីក្នុងភូមិមុខជាត្រូវគេបង្កាច់បង្ខូចមិនខានស៊ូនិយាយត្រូវហើយមិនអាចឲ្យគ្រូសាយ៉ាងធ្វើបាបយើងស្រេចតែចិត្តឡើយស៊ូឈីងស៊ួយបើនាងហ៊ានប្តឹងប៉ូលីសខ្ញុំនឹងទម្លាយអាចកំបាំងនាងផ្ទះនាងគ្មានស្បៀងទេតែមានអង្គស៊ីរាល់ថ្ងៃបានមកពីណាលួចរបស់រដ្ឋមែនទេល្អតាអីចឹងឆែកទាំងអស់គ្នាទៅឆែកផ្ទះខ្ញុំហើយក៏ឆែកផ្ទះយ៉ាងរបស់ឯងដែរហ៊ានឆែកផ្ទះខ្ញុំកុំបន្ទោសខ្ញុំថាចិត្តអាក្រក់ធ្វើឲ្យគ្រូសាយ៉ាងឯងខ្ទេចខ្ទីស៊ូមិនមែនខ្ញុំមិនជឿនាងទេតែមកពីយ៉ាងស៊ីងហ៊ូឡូឡាខ្លាំងពេក ឆែកទៅទាំងទូពីងអង្គក្រំក្រែមើលឲ្យច្បាស់កុំឲ្យនិយាយថាខ្ញុំលាក់មាសប្រាក់អីទៀតមិនអាចទេនាងលាក់ទុកនៅឯណា ផ្ទះគេស្អាតស្អំសោះបែរជាធ្វើឲ្យឯងដូចជាចោលទៅវិញ ផ្ទះខ្ញុំឆែករួចហើយដល់វេនឆែកផ្ទះយ៉ាងម្ដងអាងអីមកឆែកអាងតែឯងប្តឹងខ្ញុំក៏ប្តឹងឯងវិញដែរពាក្យថាយុទ្ធធរក៏បើមិនចេះសរសេរក៏គង់តែធ្លាប់ឬដែរ នេះមិនមែនជារបស់ដែលបាត់ពីឃ្លាំងថ្នាំទេហី ខោអាវនោះមិនមែនប្រពន្ធគ្រូសាលីវបាត់ពី3ថ្ងៃមុនទេហីមិនមែនជារបស់ពួកយើងទេច្បាស់ជាស៊ូឈីងស៊ុយបង្កាច់បង្ខូចហើយមិញនេះខ្ញុំនៅជាមួយអ្នករាល់គ្នាជានិច្ចយ៉ាងស៊ីងហ្វានាងចង់និយាយថាខ្ញុំចេះបំបែកកាយមែនទេ គ្រូសាយ៉ាងពិតជាប្រហែលណាស់ទាំងថ្នាំពេទ្យទាំងគេឈ្មោះស្រីពួកឯងមិនលើកលែងតតែសោះ ចង់រត់អហីកាលពីយប់មិញពេលគាត់ទ្វារបន្ទប់ខ្ញុំមិនក៏ខ្លាំងម្លេះស៊ូឈីងស៊ុយបើខ្ញុំមិនបានសុកឯងនឹងប្តីឯងក៏គុំសង្ឃឹមថានឹងបានរស់ស្រួលដែរស៊ូឈីងស៊ុយម្សិលមិញជាកំហុសខ្ញុំមកសុំទោសទៅថ្ងៃមុខពួកយើងនៅតែជាអ្នកភូមិជាមួយគ្នាដែរ ពីងវៃថ្នាំនេះក្លិនវាប្លែកមិនមិនដឹងទេ ថ្នាំនេះក្តៅណាស់ទុកឲ្យត្រជាក់សិនទៅមន់ងាប់ហើយយ៉ាងស៊ីងហ្វានាងមិនមែនមកសុំទោសទេហីរត់ធ្វើអីមិនមែនខ្ញុំទេខ្ញុំអត់បានធ្វើអីទាំងអស់ស្មៅពុលនេះមានច្រើនជាងគេនៅក្បែរភ្នោយ៉ាងតាហៃនៅភ្នំខាងក្រោយផ្សំជាថ្នាំគ្រាប់អាចពោលទាំងមនុស្សទាំងសត្វនាងហ៊ានសម្លាប់មនុស្សផងហីខ្ញុំអត់បានធ្វើទេស៊ូឈីងស៊ុយបង្កាច់បង្ខូចខ្ញុំនាងបំផ្លាញថ្នាំខ្ញុំអាចឲ្យសងនាងនិយាយបង្កាច់បង្ខូចខ្ញុំអាចប្តឹងប៉ូលីសតែនាងចង់សម្លាប់ហ៊ូយ៉ានជើលើកនេះគ្មានអ្នកណាជួយនាងបានទេ បើនាងមិនឲ្យខ្ញុំរស់ខ្ញុំក៏មិនឲ្យពួកឯងបានសុខដែរស៊ូឈីងស៊ុយទៅងាប់ទៅនាងខ្លាំងណាស់មែនទេយប់នេះខ្ញុំនឹងឲ្យអ្នកភូមិឃើញថានាងមកខ្វក់កម្រិតណាស់ ខ្ញុំស្រូបចូលបន្តិចទេនៅត្រំបានវិជាហ៊ូយៀនជើនៅក្បែរនេះ មនុស្សបេសាច់ពិតជាបេសាច់មែន ស៊ូឈីងស៊ុយខ្ញុំមិនអីទេគ្រាន់តែរៀងក្តៅខ្លួនបន្តិចយ៉ាងតាហៃគេចង់បំផ្លាញគេឈ្មោះខ្ញុំ ស្ដាប់ណាកុំខ្លាចអី ហ៊ូយៀនជើកុំនិយាយជាមួយខ្ញុំដោយសំឡេងបែបនេះអី ហេតុអ្វី ពេលនេះខ្ញុំមិនសូវដឹងខ្លួនទេងាយនឹងធ្វើខុសណាស់ ចាំខ្ញុំក្រោកឡើងខ្ញុំនឹងកាច់ឆ្អឹងវាឲ្យខ្ទេចម្ដងមួយនៅក្នុងនោះខ្ញុំឃើញនាងលួចមានប្រុសដោយផ្ទាល់ភ្នែករស់រាន់ឡើង គេពិតជាហ៊ានមកផ្ញើជីវិតមែន ខ្ញុំឃើញស៊ូឈីងស៊ុយចូលបន្ទប់ជាមួយប្រុសផ្សេងប្តីនាងចិត្តស្លាប់ទៅហើយគ្មានផ្លូវគ្រប់គ្រងនាងបានទេយ៉ាងតាហៃឯងនិយាយឲ្យពិតទៅបើមិនអញ្ចឹងទេយប់នេះគ្មាននរណាជួយឯងបានឡើយបើទ្វារទៅនឹងដឹងហើយ ឯងនិយាយពីប្រុសផ្សេងណាគេបងស្រីស៊ូទៅតែត្រូវថ្នាំពុលគឺខ្ញុំនឹងនាងគូជាអ្នកមើលថែគាត់ឯងនៅមានមុខនិយាយទៀតហេ មិនអាចទេចុះមនុស្សដែលខ្ញុំរៀបចំទុកនោះ
គឺយ៉ាងតែហើយគេឲ្យលុយខ្ញុំឲ្យខ្ញុំមកបង្ខូចគេឈ្មោះស៊ូឈីងស៊ួយមិនមែនខ្ញុំទេគឺស៊ូឈីងស៊ួយនាងចេះមិនអាគមនាងអាចបាត់ខ្លួនភ្លាមបាន អញធ្វើបាបខ្ញុំមិនបានសម្រេចបែរជាចោទថាខ្ញុំចេះមិនអាគមទៅវិញយ៉ាងតែហើយអញពិតជាអាក្រក់ហើយល្ងងខ្លាទៀត លោកម្ចាស់ហួរលោកម្ចាស់ហួរក្រោកឈរហើយ ហួយយានជើ កុំខ្លាចអី ទីបំផុតលោកព្រមឲ្យខ្ញុំមានសម្លេងលោកហើយ រឿងបេថ្នាំនិងផ្សំថ្នាំនេះអាចជួយឲ្យពួកយើងបានពិន្ទុការងារច្រើនមែនទេកុំឲ្យតែហត់ទេបើស្ថាប័នមិនព្រមទទួល អស្តបុរាណមិនមែនស្មៅប្រៃទេបេះខុសគឺខូចហាលខុសគឺទៅជាថ្នាំពុលបើធ្វើតាមក្បួនខ្នាតមន្ទីរពេទ្យឃុំនឹងទទួលយកបានរណាធ្វើផ្ដេសផ្ដាសគឺបំផ្លាញឆ្នាំងបាយអ្នកភូមិទាំងមូលនិយាយដូចជាពិតប្រាកដណាស់ឯងជាកូនប្រសារមកពីក្រុងស្គាល់ស្មៅថ្នាំបានប៉ុន្មានមុខទៅនេះជាស្មៅមេដាស្លឹកនិងឫសមិនអាចហាលលាយគ្នាទេបានរណាធ្វើខុសគឺខូចទាំងកន្ត្រកខូចមួយកន្ត្រកគឺបាត់ពិន្ទុការងារមួយកន្ត្រក យោពមសាកល្បង3ថ្ងៃសិនបើនរណាបង្កបញ្ហានឹងត្រូវកាត់ពិន្ទុការងារ បងថ្លៃពិតជាពូកែមែនថ្ងៃនេះអ្នករាល់គ្នាគោរពបងខ្លាំងណាស់គោរពឬមិនគោរពមិនសំខាន់ទេសំខាន់គឺថ្នាំមិនអាចខុសឆ្គងឡើយបើខុសតែបន្តិចគឺបំផ្លាញឆ្នាំងបាយអ្នកភូមិទាំងអស់ បងថ្លៃម្នាក់នោះសម្រស់ពិតជាស្អាតបាតណាស់មនុស្សពាក់កណ្ដាលស្លាប់ទៅហើយមិនសមនឹងទទួលបានសំណាងបែបនេះទេ កុំគិតតែពីមើលស្រីពេកបើបោះថ្នាំនេះជោគជ័យមនុស្សក្នុងភូមិមុខជាគិតតែពីនាងស៊ូឈីងស៊ួយហើយចុះត្រកូលយ៉ាងរបស់យើងទុកនៅឯណា អញ្ចឹងកុំឲ្យនាងធ្វើវាបានសម្រេចឲ្យសោះ ស៊ូឈីងស៊ួយចាំមើលស្អែកនេះឯងដោះស្រាយយ៉ាងម៉េច ពីនេះហើយថ្នាំទាំងនេះដុកសិតអស់ហើយ ខ្ញុំប្រាប់ហើយថាកូនប្រសារក្រុងទុកចិត្តមិនបានទេឥឡូវសមុខហើយថ្នាំមួយរងត្រូវខូចខាតអស់លីងនេះមិនមែនខូចដោយសារហាលទេគឺមានគេលួចបាច់កំទេចថ្នាំដុះផ្សិតពីលើឯងនិយាយថាមានគេបាច់ចុះផ្សាំងនៅឯណាឬមួយក៏ចង់រកលេខទម្លាក់កំហុសឲ្យអ្នកអត់ទេលាបដៃអោរបស់ឯងចេញមកហេតុអ្វីខ្ញុំត្រូវធ្វើតាម យ៉ាងស៊ីងហ្វាលាបចេញមកភ្លាម នាងចោទប្រកាន់ខ្ញុំទេនាងមិនពេញចិត្តនឹងខ្ញុំតាំងពីយូរហើយស្រពេលធ្វើរួចខ្ញុំបានបាចចំសៅនៅក្បែរបង្គីរសេនីមួយបាននរណាតើគាត់យកព្រមដែរទេលោកគ្រូតើមានវិធីណាជួយឲ្យគាត់ទ្រាំទ្ររហូតដល់ត្រឡប់ទៅរាជធានីវិញបានទេ មានតែវាប៉ះពាល់ដល់កម្លាំងធាតុខ្លាំងណាស់ហើយក៏អាចធ្វើឲ្យជើងដែលទើបតែជាសះស្បើយនោះត្រូវខូចខាតឡើងវិញដែរ ព្យាបាលទៅបើឈឺក៏ស្រែកចេញមកចុះគ្មាននរណាសើចចំអកឡើយ មិនឈឺទេមកជុលចុងក្រោយហើយទ្រាំបន្តិចទៅ ហួយយានជើ ត្រឡប់ទៅរាជធានីគិតបញ្ជី ឡឯងគិតបញ្ជីគ្រួសារហួខ្ញុំគិតបញ្ជីរបស់ម៉ាក់ខ្ញុំគ្មាននរណាម្នាក់អាចគេចខ្លួនរួចឡើយ លោកប៉ាបេសកកម្មរបស់យានជើលើកនោះបានបរាជ័យធ្វើឲ្យរបួសធ្ងន់ធ្ងរនិងខូចខាតក្រុមត្រូវតែមានអ្នកទទួលខុសត្រូវយានជើមិនទាន់ជាសះស្បើយស្រួលបួលផងឯងក៏ប្រញាប់កាត់ទោសគាត់ម្លេះខ្ញុំមិនមែនធ្វើបាបគាត់ទេគឺការពារគាត់ចំពោះមុខវិន័យសូម្បីតែចៅបង្កើតក៏គ្មានការលើកលែងដែរ យានជើគួរឲ្យអាណិតណាស់តែគ្រួសារហួមិនអាចខូចឈ្មោះព្រោះតែគាត់ឡើយមនុស្សរុកជាតិទៅហើយនៅតែចង់បានគុណសម្បត្តិទៀតពិតជាចង្រៃមែននរណានិយាយថាគាត់ជាមនុស្សរុកជាតិ យានជើឯងដឹងខ្លួនហើយឬមើលទៅលោកអ៊ំធំហាក់ដូចជាមិនសូវសប្បាយចិត្តសោះ បញ្ជាបេសកកម្មកំណត់ត្រាកែប្រែបណ្ដោះអាសន្នហត្ថលេខាពេលវេលាទំនាក់ទំនងនិងភស្តុតាងសកម្មភាពគ្រប់ទំព័រទាំងអស់សុទ្ធតែមានស្នាមមេដៃលោកអ៊ំ នាងជាស្រីសោះដឹងរឿងបញ្ជាបេសកកម្មស្អីទៅ ខ្ញុំមិនយល់ទេតែខ្ញុំយល់ពីភស្តុតាងហើយដឹងថាអ្នកដែលឆ្លៀតឱកាសចៅសន្លប់ដើម្បីទម្លាក់កំហុសមិនមែនជាចាស់ទុំទេគឺសត្វតិរច្ឆាន ថ្លើមធំមែន របស់ទាំងនេះមិនអាចចុះហត្ថលេខាបានទេគេជាអ្នកក្រៅចង់បំបែកបំបាក់គ្រួសារយើង ចុះបើខ្ញុំជាសាមីខ្លួនផ្ទាល់តើមានសិទ្ធិនិយាយទេបេសកកម្មរបស់ឌូធានសៀងលើកនោះផ្លូវដើមគឺដងសានខៅតែបដូរភ្លាមទៅហេស៊ុយកៅតើអ្នកណាជាអ្នកចុះហត្ថលេខាពេលនោះស្ថានភាពបន្ទាន់ការកែប្រែភ្លាមជារឿងធម្មតាទេស្ថានភាពបន្ទាន់ចុះហេតុអ្វីកំណត់ត្រាទំនាក់ទំនងបែរជាកែប្រែមុនមួយថ្ងៃលោកដឹងមុនមួយថ្ងៃថាមានអាសាមែនទេពីព្រោះមានអ្នកចង់ឲ្យខ្ញុំស្លាប់នៅហេស៊ុយកៅឌូធានស៊ឺលោកកំពុងត្រូវគេប្រើជាឧបករណ៍ហើយ ឌូធានស៊ឺជាដៃស្ដាំរបស់ហួយ៉ានជើបើគេស្លាប់ហួយ៉ានជើក៏មិនអាចដឹងខ្លួនដែរពេលនោះពួកលោកអាចចោទថាគេបញ្ជាខុសដណ្ដើមយកកេរ្តិ៍ឈ្មោះគុណសម្បត្តិនិងឈាមជ័ររបស់គេ ពុកខ្ញុំធ្វើគ្រប់យ៉ាងដើម្បីគ្រួសារហួយ៉ាងជើខ្លាយជាមនុស្សឥតប្រយោជន៍ទៅហើយខ្ញុំត្រូវតែរកផ្លូវរស់ឲ្យគ្រួសារយើងទើបឯងធ្វើបាបបងប្អូនរបស់ខ្ញុំមិនបានគិតចង់សម្លាប់គេទេ មិនចង់សម្លាប់គ្រាន់តែចង់ឲ្យគេពិការលោកអ៊ំធំពិតជាមានចិត្តមេត្តាមែន
ចាប់ពីថ្ងៃនេះទៅហ៊ូដុងសៀវត្រូវព្យួរតំណែងទាំងអស់រឿងរ៉ាវក្នុងក្រៅរបស់គ្រួសារហ៊ូមិនអនុញ្ញាតឲ្យលោកដៃសំបីតែបន្តិច ពុកមិនអាចទេដុងសៀវធ្វើដើម្បីគ្រួសារនេះទេ បាននិយាយមួយម៉ាត់ទៀតពួកឯងទាំងគ្រួសារត្រូវបណ្តេញចេញពីផ្ទះនេះ ហ៊ូយ៉ានជើអាចដើរបានហើយឯងគ្មានឱកាសទៀតទេខ្ញុំត្រូវពួកឯងធ្វើបាបហើយកាលនោះពួកឯងថាគេមិនអាចដឹងខ្លួនវិញទេអញ្ចឹងធ្វើឲ្យគេកេងលក់រហូតទៅមិនបានទេឥឡូវគ្រប់គ្នាកំពុងតាមមើលខ្ញុំមិនអាចធ្វើអីបានទេមនុស្សនៅមន្ទីរពេទ្យនៅតែមានបញ្ជីឈ្មោះនៅក្នុងនោះជ្រើសរើសដោយខ្លួនឯងទៅមិនអាចប្រើបានយូរទេយ៉ាងច្រើនបំផុត3វិនាទីស្ថានភាពតឹងតែងបែបនេះនៅហ៊ានឲ្យខ្ញុំយករបស់នេះមកទៀត ហៀបតែបន្តិចទៀតឡានរបស់ហ៊ីវយ៉ាញ់ហៅពិតជាមិនមែនជាគ្រោះថ្នាក់ចៃដន្យមែន គឺមន្ទីរពេទ្យលេខ3លេខឆ្ងាញ់មែនទេ នាងជាអ្នកធ្វើការវះកាត់คล้ายៗឲ្យខ្ញុំ ពេលលោកហ៊ូសន្លប់មានការប្រើថ្នាំខុសប្រក្រតីជាច្រើនដងពេលនោះខ្ញុំរកមិនឃើញមនុស្សទេឥឡូវត្រូវគ្នាហើយ នាងធ្វើបាបខ្ញុំម្ដងហើយនៅចង់ធ្វើបាបបងម្ដងទៀត កុំអើខឹងអី ខ្ញុំមិនខឹងទេខ្ញុំនឹងឲ្យនាងនិយាយដោយខ្លួនឯងកាន់នេះចាស់ថ្មីទូទាត់ជាមួយគ្នាថេងស៊ុយតើឯងមកធ្វើអីហ្នឹងមិនស្រួលខ្លួនមែនទេមីងឈៀវនៅសម្ដែងទៀតហាកាលពីលើកមុនបារម្ភពីខ្ញុំស្ទើរតែធ្វើឲ្យស្បូនរបស់ខ្ញុំរលាយបាត់ទៅហើយខ្ញុំមិនយល់ថាឯងកំពុងនិយាយពីអ្វីទេអ្នកប្រកាសជាយល់ហើយព្រោះលើកទី1អ្នកចង់បំផ្លាញខ្ញុំលើកទី2ចង់សម្លាប់បរិសរបស់ខ្ញុំ លេខខៀឯងទៅជាមួយពួកយើងមួយផ្លែត ខ្ញុំគ្រាន់តែទទួលលុយធ្វើការទេមិនមែនខ្ញុំចង់ធ្វើបាបពួកគេទេតើនរណាជាអ្នកឲ្យលុយខ្ញុំមិនស្គាល់ឈ្មោះទេគ្រាន់តែដឹងថានាងត្រកូលវីឈ្មោះពេញជាអ្វីខ្ញុំសារភាពគឺប្រធានវីគឺវីបេងកងនៃផ្នែកអសស្ថាននៃមន្ទីរពេទ្យលេខ3 ហេតុអ្វីបានជាគាត់ចង់ប៉ះពាល់ហ៊ីវយ៉ាញ់ហៅ ខ្ញុំមិនដឹងទេខ្ញុំគ្រាន់តែគាត់និយាយថាហ៊ីវយ៉ាញ់ហៅមិនអាចដឹងខ្លួនឡើយបើដឹងខ្លួននឹងខូចការធំចុះខ្ញុំវិញហើយអ្វីចង់ធ្វើបាបខ្ញុំលឺយូមិញឲ្យលុយហើយខាងលើក៏យកព្រមពួកគេចង់បានរបស់ដែលម្ដាយឯងបន្សល់ទុកអេវ៉ាន់ល្អណាស់ត្រកូលស៊ូស៊ុននិងហ៊ូកានីនេះនឹងត្រូវទូទាត់ម្ដងមួយចាប់ពីថ្ងៃនេះទៅមាននរណាម្នាក់លួចផ្ដល់ព័ត៌មានឲ្យគេពួកយើងស៊ើបដឹងយឺតពេកហើយ វ៉ៃពីងចុងមិនមែនជាមេខ្លោងទេនៅពីក្រោយគេនៅមានមនុស្សទៀតត្រូវហើយរាងកាយឯងមិនទាន់ជាស្រួលបួទេរឿងក្តីនេះពួកយើងនឹងស៊ើបអង្កេតគេហ៊ានប៉ះពាល់ថ្នាំរបស់ខ្ញុំវាមិនមែនជារឿងក្តីធម្មតាទេ អ្វីដែលឯងត្រូវធ្វើឥឡូវនេះគឺសម្រាប់ព្យាបាលមិនមែនទ្រាំទ្រនោះទេ ខ្ញុំគេងអស់កន្លះឆ្នាំហើយវាល្មមគ្រប់គ្រាន់ហើយសោទ្វារក្រោយឃ្លាំងអស្តរបស់របរផ្ទេរចេញអស់ហើយឬនៅហ៊ូយ៉ាងចៅដឹងខ្លួនហើយគម្រោងត្រូវធ្វើមុនកំណត់ចុះហ៊ូតើលីវនាងគ្រាន់តែជាកូនអុកគ្មានសិទ្ធិសួររកលទ្ធផលទេនរណាជំហានបន្ទាប់ទៅកំពង់ផែ ដឹងថាមិនស្រួលតាំងពីដំបូងម្លេះពិតជាមានកន្ទុយតាមពិតមែន ហ៊ូយ៉ាងចៅដឹងខ្លួនហើយយ៉ាងម៉េចឥឡូវគេឈោបានយ៉ាងច្រើន5នាទីប៉ុណ្ណោះ ទោះគេឈោមិននឹងក៏ស្អាតស្អំជាងពួកកណ្ដុរលូទឹកដូចជាពួកឯងដែរ ចិនជីហាងចង់ងាប់មែនទេចង់នាងទៅ បងស្រីពូចិនបើបងហ៊ានស្លាប់ខ្ញុំនឹងរៀបការថ្មីភ្លាម សន្យាថាត្រូវរស់នៅឯងធ្វើស្អីហ្នឹងនាំខ្ញុំទៅផងឯងដឹងរឿងច្រើនពេកហើយហ៊ូយ៉ានជូ
អ្នកដែលមិនចង់ឲ្យឯងដឹងខ្លួនមិនមែនមានតែហ៊ូដុងលីវទេនៅក្នុងមូលដ្ឋានរបស់ឯងក៏មានអ្នកខ្លាចឯងដឹងខ្លួនឡើងវិញដែរឆែកបន្ទប់ទូគមនាគមន៍ភ្លាមយប់នេះមានអ្នកលេចធ្លីការសម្ងាត់នាងគឺជាស៊ូឈីងគឺមែនទេឬថារៀបការចូលគ្រួសារហ៊ូដើម្បីកាត់គ្រោះឥឡូវបងយ៉ានជើដឹងខ្លួនហើយនាងដែលជាប្រពន្ធកាត់គ្រោះក៏គួរតែចាក់ចេញដែរយកវាទៅហើយចាក់ចេញពីគ្រួសារហ៊ូទៅគ្រូពេទ្យចិនចិត្តទូលាយណាស់តែមិនដឹងថាការបំផ្លាញអាពាហ៍ពិពាហ៍នៅអតីវាគ្រប់គ្រាន់គ្រូពេទ្យចិនប្រធានវាយឲ្យខ្ញុំយករបស់នេះមកជូនអ្នកប្រធានវាយគាត់មិនមែនសុំច្បាប់សម្រាប់ទេហាខ្ញុំគ្រាន់តែចង់ឲ្យនាងចាក់ចេញប៉ុណ្ណោះមិនមែនចង់ធ្វើបាបនាងទេសមិទ្ធលូជួយកត់ត្រាផងនេះជាភស្តុតាងដែលគ្រូពេទ្យចិនទិញទឹកចិត្តខ្ញុំឲ្យលែងលះរក្សាទុកភស្តុតាងស៊ូឈីងគឺនាងបង្កាច់បង្ខូចខ្ញុំពេលនាងហុចលុយឲ្យខ្ញុំមិនក៏មិននិយាយថាខ្ញុំបង្កាច់បង្ខូចនាងផងទៅបើកថតមេបញ្ជាការហ៊ូធ្វើបែបនេះខុសច្បាប់ហើយឥឡូវនេះខ្ញុំនឹងធ្វើឲ្យវាស្របច្បាប់តាមពិតមិនមែនទូរស័ព្ទខលមិនចូលទេគឺមានគេមិនចង់ឲ្យខ្ញុំខលចូលឆាប់ទៅរីការប្រាប់ប្រធានផ្នែកសន្តិសុខទៅជួយផងមិនក៏សៀវមីនៅទីនេះដែរចៃដន្យម្លេះកុំចេះដឹងរឿងគេប្លន់មនុស្សទាំងកណ្ដាលវាលពួកឯងក្លឹមធំមែននេះមិនមែនជាថ្នាំសម្រួលសរសៃធម្មតាទេគឺថ្នាំពោបំផ្លាញវិញ្ញាណស៊ូជៀនមីជួយផងឥឡូវដឹងស្រេចឲ្យគេជួយហើយពួកយើងគ្រាន់តែចង់បន្លាចឯងទេមិននឹកស្មានថាជាក្រុមជួញដូរមនុស្សហើយចាប់ខ្ញុំមកដែរទីនេះមិនត្រឹមតែជាសម្បុកជួញដូរមនុស្សទេតែជាកន្លែងផ្ទេរថ្នាំខុសច្បាប់ទៀតយប់នេះដឹកទំនិញទាំងនេះចេញទៅកុំឲ្យសមម្នាក់ចាំមើលថាអ្នកណាទៅមិនរួចមុនធម្មពលទៅតែប្រើអស់មិនទាន់ស្ដារឡើងវិញទេបើបង្ខំប្រើការផ្លាស់ទីឥឡូវនេះនឹងទុកឲ្យពួកគេស្លាប់នៅទីនេះមកដល់ទីនេះហើយគឺមានតែស្លាប់ទេឯងមិនមែនជាចៅជួញដូរមនុស្សធម្មតាទេបុរសឈុតខ្មៅដែលរត់គេចខ្លួននៅកំពង់ផែចាស់គឺជាមនុស្សរបស់ឯងមែនទេដឹងច្រើនពេកត្រូវតែស្លាប់ឆាប់ស្រែកទៅចាំមើលអាខ្វិននោះអាចមកជួយនាងទាន់ពេលទេខ្ញុំមិនទៅណាទេបញ្ជីកណេឲ្យនៅទីនេះភស្តុតាងក៏នៅទីនេះដែរឲ្យតែទ្រាំដល់ហ៊ីវយ៉ាងហៅមកដល់ពួកគេគ្មានផ្លូវរួចខ្លួនទេហ៊ានប៉ះសក់នាងមួយសរសៃខ្ញុំនឹងកាត់ដៃអញចោលឯងមិនមែនធ្លាក់ខ្លួនពីការហើយទេអីធ្វើឲ្យអញខកបំណងហើយខ្ញុំនេះខ្សែជីវិតរឹងណាស់ហ៊ីវយ៉ាងហៅពិតជាលោកមែនទេដៃរបស់ខ្ញុំរងរបួសបន្តិចបន្តួចតែដែនខាងនេះនៅមិនទាន់ជាសះស្បើយសោះកុំចូលមកបើហ៊ានចូលមកទៀតខ្ញុំសម្លាប់នាងឥឡូវនេះលែងនាងទៅពួកយើងប្រញាប់ទៅកុំខ្លាចអីខេងស៊ុយខ្ញុំប្រកាសជាជួយអូនឲ្យបានហ៊ីវយ៉ាងហៅខ្ញុំធ្លាប់និយាយហើយគ្មាននរណាអាចប៉ះពាល់អូននៅចំពោះមុខខ្ញុំបានទេលោកមិនគិតពីជីវិតខ្លួនឯងទេអីជីវិតខ្ញុំជារបស់អូនខ្ញុំមិនដាច់ចិត្តបោះបង់វាចោលទេខ្ញុំក៏ជាជនរងគ្រោះដែរតែនាងមិនដូចខ្ញុំទេនាងនៅជាមួយពួកជួញដូរមនុស្សពេញមួយយប់នរណាដឹងថាមានរឿងអ្វីកើតឡើងខ្លះកុំនិយាយផ្ដេសផ្ដាស់អីតែនាងពិតជាមិនបានត្រឡប់មកវិញពេញមួយយប់មែនមិនបាច់ប្រញាប់ទេទុកឲ្យនាងនិយាយឲ្យចប់សិនចុះបងយ៉ាងហៅខ្ញុំបារម្ភពីបងទេនាងមិនសមនឹងបងទៀតឡើយនាងសមឬមិនសមមិនមែនសម្រេចលើមាត់កខ្វក់របស់នាងឡើយ
ខ្ញុំគ្រាន់តែចង់ឲ្យនាងចាក់ចេញពីបងយ៉ែនហើយប៉ុណ្ណោះខ្ញុំមិនដឹងថាមានមនុស្សនៅពីក្រោយមិនដឹងមែនទេនរណាឲ្យសម្បត្តិនោះនរណាណាត់ឯងនិយាយតែមិនដឹងចង់រួចខ្លួនមែនទេស៊ូហុងម៉ៃខ្ញុំប្រាប់នាងជាលើកចុងក្រោយស៊ូឈីងរុយជាប្រពន្ធខ្ញុំតែនាងមិនសមនឹងបងទេនាងជួយខ្ញុំការពារខ្ញុំរួមសុខទុក្ខជាមួយខ្ញុំនាងជាស្អីមកកាត់សេចក្តីជំនួសខ្ញុំសមិទ្ធស៊ូហុងម៉ៃនាងដឹងថាសម្បត្តិគ្មានប្រភពច្បាស់លាស់តែនៅតែនាំនាងស៊ូទៅកន្លែងគ្រោះថ្នាក់នាងមានការសង្ស័យថាចូលរួមប្រព្រឹត្តបទល្មើសសូមទៅជាមួយយើងដើម្បីបំភ្លឺអំឡុងពេលស៊ើបអង្កេតត្រូវផ្អាករាល់មុខតំណែងរបស់សមិទ្ធស៊ូហុងម៉ៃបងយាយចៅជួយនិយាយជួសខ្ញុំផងខ្ញុំជួយតែប្រពន្ធខ្ញុំប៉ុណ្ណោះពុកលាក់អីទៀតហើយលុយលាក់ខ្លួនមែនទេចេញទៅក្រៅភ្លាមពុកផ្ទះយើងធ្លាក់ខ្លួនដល់ថ្នាក់នេះហើយពុកនៅតែលាក់លុយទៀតពុកចង់រត់ចោលពួកយើងមែនទេរបស់នេះគ្រោះថ្នាក់ដល់ជីវិតណាស់កុំពាល់ឲ្យសោះមិនអាចនៅយូរទេយ៉ាងច្រើន3វិនាទីត្រូវរកភស្តុតាងឲ្យឃើញហើយចាក់ចេញនេះអាចបញ្ជាក់ថាហ៊ូដុងហ្វៃនិងវ៉ៃប៊ីងចុងមានទំនាក់ទំនងគ្នាតែមិនទាន់គ្រប់គ្រាន់ដើម្បីចាប់មេខ្លោងនៅពីក្រោយឡើយអេចឹងធ្វើឲ្យពួកគេគិតថាខ្ញុំដួលចុះបងចង់ធ្វើជានុយមែនទេពួកគេខ្លាចខ្ញុំដឹងខ្លួនបំផុតហើយក៏ចង់ដឹងថាខ្ញុំអាចកាន់អំណាចឡើងវិញបានដែរទេមិនបានទេបងយកជីវិតទៅផ្សងបែបនេះខ្ញុំមិនព្រមឡើយស៊ីវរុយខ្ញុំមិនមែនតែម្នាក់ឯងទេខ្ញុំមានអូនកុំមកនិយាយផ្អែមល្ហែមលួងខ្ញុំអីបើបងចង់ស្ទូចត្រីខ្ញុំជាអ្នកបងសំណាញ់តាមបញ្ជាភរិយាមេបញ្ជាការហ៊ូថ្នាក់លើស្រាប់តែបញ្ជាឲ្យផ្អាកតំណែងបងទាំងអស់បើដឹងថាបងនាំរឿងស្មុគស្មាញបែបនេះកាលនោះខ្ញុំមិនគួរមិនដឹងមែនទេនរណាឲ្យសម្បត្តិនោះនរណាណាត់ឯងនិយាយតែមិនដឹងចង់រួចខ្លួនមែនទេស៊ូហុងម៉ៃខ្ញុំប្រាប់នាងជាលើកចុងក្រោយស៊ូឈីងរុយជាប្រពន្ធខ្ញុំតែនាងមិនសមនឹងបងទេនាងជួយខ្ញុំការពារខ្ញុំរួមសុខទុក្ខជាមួយខ្ញុំនាងជាស្អីមកកាត់សេចក្តីជំនួសខ្ញុំសមិទ្ធស៊ូហុងម៉ៃនាងដឹងថាសម្បត្តិគ្មានប្រភពច្បាស់លាស់តែនៅតែនាំនាងស៊ូទៅកន្លែងគ្រោះថ្នាក់នាងមានការសង្ស័យថាចូលរួមប្រព្រឹត្តបទល្មើសសូមទៅជាមួយយើងដើម្បីបំភ្លឺអំឡុងពេលស៊ើបអង្កេតត្រូវផ្អាករាល់មុខតំណែងរបស់សមិទ្ធស៊ូហុងម៉ៃបងយាយចៅជួយនិយាយជួសខ្ញុំផងខ្ញុំជួយតែប្រពន្ធខ្ញុំប៉ុណ្ណោះពុកលាក់អីទៀតហើយលុយលាក់ខ្លួនមែនទេចេញទៅក្រៅភ្លាមពុកផ្ទះយើងធ្លាក់ខ្លួនដល់ថ្នាក់នេះហើយពុកនៅតែលាក់លុយទៀតពុកចង់រត់ចោលពួកយើងមែនទេរបស់នេះគ្រោះថ្នាក់ដល់ជីវិតណាស់កុំពាល់ឲ្យសោះមិនអាចនៅយូរទេយ៉ាងច្រើន3វិនាទីត្រូវរកភស្តុតាងឲ្យឃើញហើយចាក់ចេញនេះអាចបញ្ជាក់ថាហ៊ូដុងហ្វៃនិងវ៉ៃប៊ីងចុងមានទំនាក់ទំនងគ្នាតែមិនទាន់គ្រប់គ្រាន់ដើម្បីចាប់មេខ្លោងនៅពីក្រោយឡើយអេចឹងធ្វើឲ្យពួកគេគិតថាខ្ញុំដួលចុះបងចង់ធ្វើជានុយមែនទេពួកគេខ្លាចខ្ញុំដឹងខ្លួនបំផុតហើយក៏ចង់ដឹងថាខ្ញុំអាចកាន់អំណាចឡើងវិញបានដែរឬទេមិនបានទេបងយកជីវិតទៅផ្សងបែបនេះខ្ញុំមិនព្រមឡើយស៊ីវរុយខ្ញុំមិនមែនតែម្នាក់ឯងទេខ្ញុំមានអូនកុំមកនិយាយផ្អែមល្ហែមលួងខ្ញុំអីបើបងចង់ស្ទូចត្រីខ្ញុំជាអ្នកបងសំណាញ់តាមបញ្ជាភរិយាមេបញ្ជាការហ៊ូថ្នាក់លើស្រាប់តែបញ្ជាឲ្យផ្អាកតំណែងបងទាំងអស់បើដឹងថាបងនាំរឿងស្មុគស្មាញបែបនេះកាលនោះខ្ញុំមិនគួរខ្ញុំគ្រាន់តែចង់ឲ្យគ្រួសារយើងមានមុខមាត់នឹងគេយកជីវិតអ្នកដទៃធ្វើជាឈ្នន់មិនមែនហៅថាជោគជ័យទេលោកម្ចាស់ធំស៊ីវត្រូវគេចាប់ខ្លួនទៅហើយបើនៅតែរករឿងលុយកាក់ដែលពួកឯងធ្លាប់ទទួលក៏ត្រូវស៊ើបអង្កេតដែរនាំខ្លួនទៅត្រកូលហ៊ូគ្មានមនុស្សថោកទាបបែបនេះទេហ៊ូយ៉ាងធ្វើតាមបញ្ជាហ៊ូលៀនហ៊ួនខ្ញុំគ្រាន់តែធ្វើឲ្យលោកស្រីហ៊ូសន្លប់ប៉ុណ្ណោះឯផ្លូវទៅចូលឡងទឹកខ្មៅគឺខន្ទីភ្នាក់ងារព័ត៌មានជាអ្នកបញ្ជូនមកខ្ញុំគ្រាន់តែចង់ឲ្យយាយទៅដកខ្លួនជារុយក៏ជាមនុស្សត្រកូលហ៊ូហេតុអ្វីត្រូវរងការសង្កត់សង្កិនគេពិតជាថ្លើមធំមែនហ៊ានយកជីវិតកូនប្រុសខ្ញុំធ្វើជាឈ្នន់ត្រកូលហ៊ូបង្កើតបានតិរឆានបែបនេះគឺមកពីខ្ញុំប្រដៅមិនបានល្អនៅទីនេះមានតែពាក់កណ្ដាលទេឯពាក់កណ្ដាលទៀតគឺនៅពីក្រោយហឹងដូនតានៅផ្ទះចាស់ទៅឆែកឆេរផ្ទះចាស់ទុកឲ្យខ្ញុំទៅចុះពេលនេះបងដើរនៅមិនទាន់នឹងផងខ្ញុំគេងស្ទោកស្ដឹងអស់កន្លះឆ្នាំក៏ដើម្បីរងចាំថ្ងៃនេះដែរអញ្ចឹងខ្ញុំទៅជាមួយបងល្អក្នុងចម្លើយសារភាពនិយាយថាកុនលេសសម្ងាត់នៅក្រោមជើងពានធូប
ក្នុងចំណោមឆ្មាំរបស់ហ៊ូដុងស៊ីងគឺទាហានតាក់ទងសៀវឆាន់និងមនុស្សទាំងនេះសុទ្ធតែជាក្រុមហៃថាង ពួកយើងរកឃើញថាពួកគេសុទ្ធតែមានសញ្ញាផ្កាហៃທາງដូចគ្នាមិនមែនសាក់ទេតែជាបលក្ខក្នុងដៃអាវវាជាសញ្ញាសម្គាល់អត្តសញ្ញាណផ្ទៃក្នុងរបស់ពួកគេ ប្រែថាកន្លែងណាមានផ្ការីកកន្លែងនោះនឹងមានមនុស្សស្លាប់ តែពេលនេះផ្កាមួយតុងនេះត្រូវបានគេដកទាំងឬហើយ លោកស្រីហ៊ូដុងស៊ីងត្រូវចាប់ខ្លួនហើយឯពួកឆ្មាំក៏រត់មិនរួចដែរបងមិនបាច់បារម្ភទៀតទេបងចង់បង្ហាញឲ្យអ្នកណាមើល ចុះអូនវិញ ខ្ញុំម៉េច ចាំបងដើរបានស្រួលបួសិនចាំលេងលេះជាមួយបង មើលទៅលើការរៀបចំខ្លួនរបស់បងសិន ស៊ូឈីងស៊ួយបងមិនចង់បង្ហាញឲ្យអ្នកណាផ្សេងមើលទៀតទេបងគ្រាន់តែចង់រក្សាអូនទុក មេបញ្ជាការហ៊ូនេះបងកំពុងអង្វរខ្ញុំមែនទេ បាត់អង្វរអូនពីមុនអាពីពីនេះអូនប្រើវាដើម្បីការពារជីវិតតែពេលនេះបងចង់សួរអូនម្ដងទៀតសម្មិតស៊ូឈីងស៊ួយអូនព្រមធ្វើជាភរិយាពិតប្រាកដរបស់ហ៊ូយៀនជូវដែរទេ បងសំបីតែឈរក៏មិនទាន់នឹងផងនៅចង់សុំគេរៀបការទៀត ខ្លាចអូនរត់បាត់ អូយ ឈីងស៊ួយអូនកាត់អីហ្នឹង ប្រហែលជាយប់មិញគេងមិនសូវលក់ ហៅគ្រូពេទ្យមក ហៅគ្រូពេទ្យធ្វើអីខ្ញុំគ្រាន់តែចង់ចង្អុលបន្តិចតើត្រូវតែហៅដាច់ខាត អបអសាទរផងទុះខែនៅខ្ចីតែប្រកាសជាមានដំណឹងល្អហើយល្អណាស់ បងឈួតហើយមែនទេ បងចិត្តបានធ្វើជាឪពុកគេហើយ បើមិនអញ្ចឹងទេជាកូនរបស់ពូឡាវនៅផ្ទះជិតខាងមែនទេ ស៊ូឈីងស៊ួយកូនសម្លាញ់ស្ដាប់ឲ្យច្បាស់ណាប៉ាគឺជាប៉ារបស់កូន ពេលនេះកូននៅមិនទាន់នៅអ្វីទេ អញ្ចឹងប៉ានឹងនិយាយប្រាប់កូនឲ្យបានច្រើនដងទៀតអីចឹងមិនអាចទុកបានទេ ម៉ៃប្រញាប់ពេកហើយកូនទើបតែប៉ុណ្ណឹង គេរងចាំថ្ងៃនេះយូរណាស់មកហើយ មានការអីមែនទេអំបាញ់មិញដូចជាមានគេលួចមើលពួកយើង មិនមែនគ្រាន់តែដូចជាទេប៉ារូបផ្កាហៃថាង ស្នាមការហៃខាងកន្លះតុងនេះគឺបន្សល់ទុកដោយមនុស្សកាលពីយប់មិញដូចគ្នាបេះបិទនឹងអ្វីដែលរកឃើញលើខ្លួនហ៊ូតុងលីងពីមុន មើលទៅវិធីសម្គាល់ផ្ទៃក្នុងរបស់ពួកគេគឺផ្កាហៃថាងនេះឯងពួកនេះពិតជាតាមមិនលែងមែន នៅមានចម្លើយសារភាពទាំងនេះទៀតព័ត៌មានខ្លះត្រូវគ្នានឹងតម្រុយដែលយើងរកឃើញ ត្រូវរៀបចំរបស់ទាំងនេះឲ្យរួចរាល់រួចប្រគល់ឲ្យផ្នែកសន្តិសុខកុំឲ្យពួកវាមានឱកាសទៀតលំអិតណាស់ហត់នឿយនាងហើយភស្តុតាងទាំងនេះគ្រប់គ្រាន់អាចលាតត្រដាងពួកវាបានហើយ សង្ឃឹមថាលើកនេះអាចកម្ចាត់ពួកវាឲ្យអស់ពីស្គលកុំឲ្យរបស់ទាំងនេះមករំខានជីវិតយើងទៀត ពិតណាស់ យ៉ាងម៉េចហើយខាងផ្នែកសន្តិសុខថាយ៉ាងម៉េចដែរបាក់កុំបារម្ភអីរៀបចំរួចរាល់អស់ហើយខាងនោះថារឿងក្តីកំពុងចាត់ការតាមនីតិវិធីហើយនឹងស៊ើបអង្កេតយ៉ាងហ្មត់ចត់មែនណាអីចឹងម៉ាក់អស់បារម្ភហើយប៉ុន្មានថ្ងៃនេះម៉ាក់បារម្ភសឹងស្លាប់ខ្លាចតែពួកមនុស្សអាក្រក់មកបង្កការលំបាកទៀត ម៉ាក់ស្ងប់ចិត្តទៅពួកវាលែងមានឱកាសធ្វើអ្វីបានទៀតហើយស្រប6ល្អហើយល្អ មកហត់ហើយមែនទេម៉ែក្អួចឲ្យមកញ៉ាំទៅនេះជាមន់ស្រែម៉ែថែមល្មើក្រហមនិងជំនួយកម្លាំងណាស់ឈៀងស៊ីវឯងកំពុងមានផ្ទៃពោះត្រូវតែពោឲ្យបានច្រើនអរគុណម៉ែហត់នឿយហើយ ម៉ែកុំធ្វើឲ្យខ្លួនឯងហត់ពេកអី ម៉ែមិនហត់ទេឃើញកូនសុខសប្បាយម៉ែសប្បាយចិត្តណាស់មកញ៉ាំពេលក្តៅទៅ 27 28 29 បងសម្រាប់សិនទៅកុំឲ្យហត់ពេក មិនអីទេបងនៅទ្រាំបានជាឆាប់នឹងបានត្រឡប់ទៅធ្វើការវិញ យឺតកុំប្រញាប់ពេកការហាត់ប្រាណឡើងវិញនេះត្រូវប្រើពេលកុំបង្ខំពេក មើលណបងដើរបានហើយ ប្រយ័ត្ន ខ្ញុំមិនអីទេ បង
បងមិនអីគឺល្អហើយអូយប្តីប្រពន្ធកូនឯងនេះផ្អែមល្ហែមគ្នាខ្លាំងណាស់ឈៀងស៊ីវកន្សែងនេះកូនបំរុងទុកជូតឲ្យយ៉ានជើមែនទេម៉ែនិយាយអីហ្នឹងកូនឃើញគាត់បែកញើសច្រើនទើបហុចឲ្យគាត់តើ ម៉ែកុំបង្អាប់ឈីងស៊ីវអី អូខេម៉ែមិននិយាយទេយ៉ានជើត្រូវថែខ្លួនឲ្យល្អឆាប់ជាសះស្បើយកុំឲ្យខកបំណងឈៀងស៊ីវ សម្បត្តិអ្នកណាគេហ្នឹងឃើញអូនសប្បាយចិត្តម្លេះ គឺលោកពូគូប៉ានៀនផ្ញើមកពីភូមិអ្នកនេសាទគាត់ថាការដាំថ្នាំពើនៅភូមិបានជោគជ័យហើយអ្នកភូមិរកចំណូលបានច្រើនហើយនឹកគុណខ្ញុំណាស់ ពិតជាដំណឹងល្អមែនអូនខំប្រឹងប្រែងនៅទីនោះច្រើនណាស់ឃើញពួកគេសុខសប្បាយគឺមិនអត់ប្រយោជន៍ទេ ចាសោះគាត់ថែមទាំងប្រាប់ថាឥឡូវគ្រប់គ្នាដាំថ្នាំពើជីវភាពធូរធារណាស់គាត់ថែមទាំងផ្ញើក្រុមស្ងួតមកទៀតផង ស្រទាប់ខ្ញុំស្ងួតរបស់ល្អណាស់នេះ ចាសអ៊ំស្រីគូថាអ្នកភូមិហៅវាផ្ញើឲ្យខ្ញុំដើម្បីបំពេញសុខភាព ថ្ងៃក្រោយទំនេរយើងទៅលេងភូមិជានេសាទវិញទៅមើលថ្នាំដែលអូនដាំនិងអ្នកភូមិដែលអូនបានព្យាបាល ល្អតើខ្ញុំក៏ចង់ទៅសួរសុខទុក្ខពួកគេដែរស្រទាប់ខ្ញុំទាំងនេះខ្ញុំទុកជូនម៉ាក់បំពេញកម្លាំងថ្មីនេះគាត់ហត់នឿយនឹងរឿងខ្ញុំច្រើនណាស់ អូនឯងនេះតែងតែគិតពីអ្នកដទៃជានិច្ច ម៉ាក់ក៏ធ្វើដើម្បីពួកយើងដែរតើ បានប្រពន្ធដូចអូនជាសំណាងរបស់បងហើយ សុំមិត្តហួរឥឡូវមាត់ផ្អែមណាស់ណា មកពីក្នុងចិត្តបងផ្អែមនឹងណា ស្រទាប់ខ្ញុំទាំងនេះខ្ញុំទុកជូនម៉ាក់បំពេញកម្លាំងថ្មីនេះគាត់ហត់នឿយនឹងរឿងខ្ញុំច្រើនណាស់ អូនឯងនេះតែងតែគិតពីអ្នកដទៃជានិច្ច ម៉ាក់ក៏ធ្វើដើម្បីពួកយើងដែរតើ បានប្រពន្ធដូចអូនជាសំណាងរបស់បងហើយ សុំមិត្តហួរឥឡូវមាត់ផ្អែមណាស់ណា មកពីក្នុងចិត្តបងផ្អែមនឹងណា ឈីងស៊ីវអូនរៀបការចូលគ្រួសារហូមួយរយៈហើយតែមិនទាន់បានជូនកាដូជូបមុខសម្រុំសោះថ្ងៃនេះខ្ញុំយករបស់នេះមកជូនចៅនេះជាកងដៃប្រាក់ដូនដារបស់គ្រួសារហូសង្ឃឹមថាចៅនឹងហូស៊ីវស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នង អរគុណលោកតាអរគុណលោកតាវាមានតម្លៃពេកហើយ មិនថ្លៃទេចៅជាចៅប្រសារគ្រួសារហូនេះជាអ្វីដែលចៅគួរទទួលបានហើយ ឈៀងស៊ីវឆាប់ទទួលយកទៅនេះជាទឹកចិត្តរបស់លោកតា តើនេះជាអ្វីទៅហេតុអ្វីបានជាវាមានពណ៌ក្រហមតើវាមានជាតិពុលទេកុំពណ៌ផ្ដេសផ្ដាសនេះជាវត្ថុមានតម្លៃណាស់វាហៅថាផ្កាថ្មក្រហមវាមានតម្លៃណាស់មែនណាស់ហេអញ្ចឹងពួកយើងមានហើយប្រញាប់ប្រមូលវាទុកទៅប្រយ័ត្នផងកុំឲ្យខូចខាតកុំបារម្ភខ្ញុំដឹងហើយលើកនេះពួកយើងខ្លាចជាអ្នកមានហើយហាហាហា ការទទួលស្គាល់ពីអ្នក យ៉ានចៅតើរបួសឯងជាសះស្បើយខ្លះហើយឬនៅលោកតាខ្ញុំអាចដើរដោយខ្លួនឯងបានហើយល្អហើយឯងជាបង្គោលគ្រួសារហួរមិនត្រូវមានរឿងអីទៀតទេលោកតាកុំបារម្ភទៅថ្ងៃមុខខ្ញុំនឹងប្រុងប្រយ័ត្នជាងនេះ
យ៉ាងចៅតើរបួសឯងជាសះស្បើយខ្លះហើយឬនៅលោកតាខ្ញុំអាចដើរដោយខ្លួនឯងបានហើយល្អហើយឯងជាបង្គោលគ្រួសារហួរមិនត្រូវមានរឿងអីទៀតទេលោកតាកុំបារម្ភទៅថ្ងៃមុខខ្ញុំនឹងប្រុងប្រយ័ត្នជាងនេះហ្វឹងឈីងស៊ីវកុំគិតថាមានបង្អែកហើយអាចមកធ្វើបាបគេបានឲ្យសោះខ្ញុំឃើញមនុស្សតកូលីនយូអេវ៉ាន់ជាច្រើនចូលមកនោះជាទ្រព្យសម្បត្តិគ្រួសារហួរតុងសឹងទៅតែស្លាប់ឯងចង់លេបយកទ្រព្យសម្បត្តិមែនទេឈិនគុយសៀងឯងឈួតហើយមែនទេទីនេះជាផ្ទះត្រកូលហួរមិនមែនកន្លែងឯងមកលូឡាទេឆាប់ចេញទៅខ្ញុំមិនទៅណាទាំងអស់បើមិនចែកទ្រព្យឲ្យច្បាស់លាស់ទេនោះហេតុអីស្រីស្រាយចំការម្នាក់នេះទទួលបានទាំងកិត្តិយសនិងកាដូជាច្រើនបែបនេះនាងជាស្រីនាំសុយតើមុននាំសុយឲ្យឪពុកម្ដាយស្លាប់ឥឡូវចង់មកបំផ្លាញត្រកូលហួរទៀតនាងជាស្រីចម្រៃពិតមែននាងស្រីនាំទុកហ៊ានលាក់ទុករបស់របរផងអេប្រកូលរបស់ដែលត្រកូលលីនជូនមកភ្លាមបើមិនអីចឹងខ្ញុំប្តឹងប៉ូលីសឥឡូវនេះឈិនគុយសៀងឯងលូឡាឆ្អែតហើយឬនៅរបស់ដែលត្រកូលលីនជូនមកគឺជាគេមរតករបស់ម្ដាយខ្ញុំមិនពាក់ព័ន្ធនឹងត្រកូលហួរទេចំណែកឆ្នាំបំពន់របស់យ៉ាងចៅក៏មិនពាក់ព័ន្ធនឹងឯងសំបីតែមួយកាក់ដែរនាងហ៊ានជេរខ្ញុំផងអេនាងចង្រៃហ៊ានលាក់របស់ទៀតហាប្រកូលរបស់ដែលគ្រូសាលីនផ្ញើមកភ្លាមបើមិនអញ្ចឹងទេខ្ញុំនឹងទៅការិយាល័យប្រធានសៀបង្កើតរឿងថាគ្រូសាហួរធ្វើបាបក្មេងកំព្រានិងស្ត្រីមេម៉ាយហើយថានាងស៊ូឈីងឈីងជាស្រីនាំស្រីត្រូវហើយប្រកូលមករបស់នឹងជារបស់គ្រូសាហួរឈិនគុយសៀងនាងលូឡាគ្រាន់បើហើយឬនៅរបស់ដែលគ្រូសាលីនផ្ញើមកជារបស់គេម៉ែខ្ញុំជាទឹកចិត្តលោកតានិងលោកអ៊ំជូនខ្ញុំមិនពាក់ព័ន្ធនឹងគ្រូសាហួរទេហើយរបស់ដែលយ៉ាងជើរកបានក៏រឹតតែមិនពាក់ព័ន្ធនឹងនាងដែរនាងហ៊ានជេរខ្ញុំផងហាអាស្រីថោកទាបថ្ងៃនេះខ្ញុំមិនលើកលែងឲ្យនាងទេឈិនគុយសៀងនាងលូឡាគ្រាន់បើហើយឬនៅឈប់ភ្លាមយ៉ាងចៅឯងកុំការពារនាងអីនៅក្នុងផ្ទះនេះត្រូវតែមានហេតុផលហារឿងលួចបានស្បៀងគ្រួសារទៅបង្កាច់បង្ខូចជីងស៊ួយខ្ញុំមិនទាន់គិតបញ្ជីជាមួយនាងផងឥឡូវហ៊ានមកជេរប្រមាថប្រពន្ធខ្ញុំដល់ផ្ទះនិងដណ្ដើមទ្រព្យសម្បត្តិតខ្លួនរបស់នាងទៀតឈិនគុយសៀងនាងចង់ងាប់មែនទេឆាប់ចេញពីផ្ទះត្រកូលហួរភ្លាមចាប់ពីពេលនេះទៅបើនាងហ៊ានឈានជើងចូលទីនេះតែមួយជំហានទៀតខ្ញុំនឹងឲ្យប៉ូលីសមកចាប់នាងហើយគ្រួសារហួររបស់យើងគ្មានសាច់ញាតិដូចជានាងទេស៊ូឈីងឈីងនាងជាស្រីនាំស្រីឥឡូវនាងកំពុងតែបានចិត្តចាំមើលថ្ងៃក្រោយនាងនឹងធ្លាក់ខ្លួនដូចនេះគ្រួសារហួរគង់តែវិនិច្ឆ័យដោយសារតែនាងទេចាំមើលទៅកុំខ្លាចអីឈីងឈីងមានបងនៅទីនេះហើយសម្មិតហួរដើរយឺតទៅកុំប្រញាប់ពេកអីមើលចុះបងអាចដើរបានហើយប្រយ័ត្នខ្ញុំមិនអីទេបងមិនអីក៏ល្អហើយអូយគូស្នេហ៍ផ្អែមល្ហែមណាស់ថ្ងៃត្រង់សោះមកល្អល្អិនគ្នាក្នុងឃ្លាផ្ទះម៉ាក់និយាយអីហ្នឹងម៉ាក់កុំបង្អាប់ពួកយើងទៀតអីម៉ាក់បង្អាប់ឯណាម៉ាក់និយាយការពិតតើឃើញកូនដើរបានរឹងមាំបែបនេះម៉ាក់ពិតជាសប្បាយចិត្តណាស់អូយគូស្នេហ៍ផ្អែមល្ហែមណាស់ថ្ងៃត្រង់សោះមកល្អល្អិនគ្នាក្នុងឃ្លាផ្ទះម៉ាក់និយាយអីហ្នឹងម៉ាក់កុំបង្អាប់ពួកយើងទៀតអីម៉ាក់បង្អាប់ឯណាម៉ាក់និយាយការពិតតើឃើញកូនដើរបានរឹងមាំបែបនេះម៉ាក់ពិតជាសប្បាយចិត្តណាស់សម្មិតហួរសម្មិតស៊ូមានគូផ្ញើសម្បត្តិនិងសៀវភៅបុរាណ2ក្បាលមកឲ្យមានគូនិយាយថាសម្មិតហួរឆាប់ជាសះស្បើយលឿនហួសការរំពឹងទុកហើយគាត់សរសើរថាសម្មិតស៊ូឆ្លាតអាចជួយការងារនៅមន្ទីរពេទ្យបានច្រើនក្នុងសម្បត្តិប្រាប់ថាចាំអាកាសធាតុក្តៅបន្តិចពួកយើងនឹងនាំម៉ាក់ទៅលេងភូមិហួយអ៊ីនខ្ញុំចង់យកថ្នាំបំពន់ដែលសន្សំទុកទៅជូនគ្រូពេទ្យបុរាណចិនក្នុងភូមិដែរអូភូមិហួយអ៊ីនហ៎ល្អណាស់ម៉ាក់ចង់ទៅសួរសុខទុក្ខបងស្រីគូតាំងពីយូរហើយម៉ាក់បើម៉ាក់ចង់ទៅពួកយើងទៅទាំងអស់គ្នាទៅពិតជាទៅហើយម៉ាក់ត្រូវទៅបាញ់ស្រង់ជើងរោមជាង2 3គូជូនចាស់ទុំក្នុងភូមិ
រដូវរងានៅទីនោះត្រជាក់ណាស់ពួកគាត់ប្រកាសជាត្រូវការវាសៀវភៅពីរក្បាលនេះពិតជាមានតម្លៃណាស់ លោកតាកៅពិតជាបារម្ភពីអូនណាស់ ចាសោះគាត់ស្រឡាញ់ខ្ញុំដូចចៅបង្កើតអញ្ចឹងសៀវភៅទាំងពីរនេះពិតជាល្អណាស់ លោកតាកៅពិតជាបារម្ភពីអូនណាស់ ចាសោះគាត់ស្រឡាញ់ខ្ញុំដូចចៅបង្កើតអញ្ចឹង យ៉ាងជើដំណឹងល្អធ្លាក់មកមែនទែនហើយធានឈើមានការអីប្រញាប់ម្លេះប៉ាន់សរសើររឿងក្តីមុនរបស់ឯងត្រូវបានអនុម័តហើយ យ៉ានជើពិតមែនហេប៉ាន់សរសើរធ្លាក់មកហើយ បាទធ្លាក់មកហើយពិតមែនតើឯងជាវីរបុរសហើយត្រូវប៉ៅពួកយើងណាបងស្រីក៏មានគុណសម្បត្តិដែរបើគ្មានបងមើលថែផ្ទះយ៉ាងជើមិននឹងអាចសាងស្នាដៃបាន ខ្ញុំមិនខ្វល់ទេឲ្យតែគាត់សុខសប្បាយបានសរសើរនេះមិនសំខាន់ឡើយ អរគុណហើយធានឈឺគួសំអីខ្ញុំត្រូវទៅរីការបន្តទៀតទៅមុនហើយ ខ្ញុំមិនខ្វល់ទេឲ្យតែគាត់សុខសប្បាយបានសរសើរនេះមិនសំខាន់ឡើយ អរគុណហើយធានឈឺគួសំអីខ្ញុំត្រូវទៅរីការបន្តទៀតទៅមុនហើយ មិនក៏លើកមកខ្លួនឯងគ្មានឡានដឹកទេហេ ចង់ហាត់ប្រាណនិងដើរលេងផងនេះជារង្វាន់លើកទឹកចិត្តពីមូលដ្ឋាន ទាំងនេះជាទ្រព្យសម្បត្តិអ្វីខ្លះទៅ ស្រោមជើងសម្បត្តិស្បៀងអាហារនិងបង់រុំរបួសសុទ្ធតែជារបស់ចាំបាច់ ប៉ាត់ស្បែកជើងនេះក្រាស់ណាស់រដូវរងានេះមិនបារម្ភទៀតទេ ទុកសម្រាប់ប្រើប្រាស់ក្នុងផ្ទះទៅ យ៉ានជើឯងពិតជាពូកែណាស់ ថ្ងៃខាងមុខនឹងកាន់តែល្អប្រសើរឡើង សំមិតស៊ូនៅផ្ទះទេអាហួរមិនក៏ឯងមកទីនេះសំមិតស៊ូខ្ញុំមកពីនិតជំងឺនៅទីក្រុងក៏ឆ្លៀតមកសួរសុខទុក្ខអ្នកឆាប់ចូលមក អាហួរសួស្ដី នេះជាភ្ញៀវមកពីភូមិស្ទូចត្រីមែនទេឆាប់អញ្ជើញអង្គុយសំមិតហួរមីងចៅសួស្ដីសំមិតស៊ូឆ្នាំនេះភូមិស្ទូចត្រីប្រមូលផលបានច្រើនណាស់ពិន្ទុការងារជាមធ្យមខ្ពស់ជាងភូមិក្បែរខាងពីរដងអ្នករាល់គ្នានឹកគុណអ្នកណាស់ពិតមែនហ៎ល្អណាស់ចាសោះអ្នករាល់គ្នាថាមកពីសំមិតស៊ូបង្រៀនពួកយើងដាំថ្នាំបុរាណខ្ញុំក៏បានយកសារាយសមុទ្រនិងបង្គាក្រៀមមកឲ្យសាកល្បងដែរអាហួរឯងមកលេងបានហើយនាំរបស់មកធ្វើអីទៀតនេះជាទឹកចិត្តបន្តិចបន្តួចរបស់ពួកយើងទេអូយសារាយសមុទ្រនិងបង្គាក្រៀមនេះសុទ្ធតែជារបស់ល្អណាស់ អាហួរលើកនេះឯងមកក្រុងពីនិតជំងឺអីហ្នឹង ជំងឺចាស់របស់ខ្ញុំនឹងឲ្យតែដល់រដូវរងាគឺរើឡើងណែនទ្រូងពិបាកដកដង្ហើមណាស់កុំបារម្ភអីខ្ញុំនឹងជួយតាក់ទងគ្រូពេទ្យឲ្យ មែនហើយខ្ញុំនឹងជួយតាក់ទងគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យឲ្យពិនិត្យជូន អរគុណអ្នកទាំងពីរខ្លាំងណាស់ ជំងឺនេះជាជំងឺចាស់ធម្មតាត្រូវប្រយ័ត្នរក្សាកម្ដៅនិងលេបថ្នាំតាមកំណត់ អរគុណលោកគ្រូពេទ្យ ស្រប6លោកគ្រូពេទ្យតើជំងឺរបស់គាត់ធ្ងន់ធ្ងរទេមិនធ្ងន់ធ្ងរទេគ្រាន់តែសម្រាប់ព្យាបាលឲ្យបានល្អទៅគឺបានហើយ អូយបងស្រីជូគួរសំពេចហើយមិនអីទេនេះជាកាដូពិសេសពីភូមិអ្នកនេសាទញ៉ាំសាក់មើលទៅជំងឺនេះជាជំងឺចាស់ទេត្រូវរក្សាកម្ដៅនិងលេបថ្នាំឲ្យទៀងទាត់ អរគុណលោកគ្រូពេទ្យតើជំងឺគាត់ធ្ងន់ធ្ងរទេ មិនធ្ងន់ធ្ងរទេគ្រាន់តែថែទាំខ្លួនទៅបានហើយ អូយបងស្រីជូគួរសំពេចហើយមិនអីទេនេះជាកាដូពិសេសពីភូមិអ្នកនេសាទញ៉ាំសាក់មើលទៅគួរដងញ៉ាំទៅកូនញ៉ាំទៅថ្ងៃនេះធ្វើការថ្ងៃដំបូងមិនត្រូវឲ្យឃ្លានទេ អរគុណហើយឈីងស៊ួយ ម៉ែដឹងថាកូនប្រុសម៉ែច្បាស់ជាជោគជ័យ ខ្ញុំទៅហើយម៉ែនិងអូនចាំខ្ញុំមកវិញណា
ធ្វើដំណើរប្រយ័ត្នប្រយែងណាខំធ្វើការណាកុំឲ្យហត់ពេកអីម៉ែមើលណនេះនេះជាគេម៉ែខ្ញុំទុកអូយគ្រឿងអលង្ការទាំងនេះស្អាតណាស់ស្រោចម៉ែទុកក្រវិលមួយគូនេះធ្វើជាអនុស្សាវរីយ៍ទៅមិនបានទេនេះជាគេម៉ែឯងទុកខ្លួនឯងទៅម៉ែទទួលយកទៅម៉ែតែងតែល្អដាក់ខ្ញុំក៏គ្មានអ្វីសងគុណអ្នកម៉ាក់វិញដែរឈៀងសៀកូនពិតជាក្មេងល្អមែនម៉ាក់គ្រឿងអលង្ការដែលសល់ទាំងនេះខ្ញុំចង់បរិច្ចាគជួយមិត្តរួមការងារដែលលំបាកបរិច្ចាគសមាគមនារីមែនទេចាស់សម៉ាក់បង្កើតខ្ញុំការនៅរស់ក៏ចូលចិត្តធ្វើបុណ្យដែរទុកឲ្យអ្នកត្រូវការមានន័យជាងខ្ញុំទុកម្នាក់ឯងល្អហើយកូនសម្រេចចិត្តចុះសំមិតស៊ូអ្នកពិតជាមានទឹកចិត្តណាស់សំមិតកានឲ្យតែអាចជួយអ្នកខ្វះខាតបានខ្ញុំអស់ចិត្តហើយសំមិតស៊ូដើម្បីលើកទឹកចិត្តសមាគមនារីយើងជូនបានសរសើរនេះដល់អ្នកអរគុណសំមិតកានអរគុណសមាគមនារីសំមិតស៊ូអ្នកពិតជាគំរូដ៏ល្អរបស់យើងអូហូឈីងសៀកូនបានសរសើរទៀតហើយចាស់សមៈនេះជាបានសរសើរពីសមាគមនារីល្អណាស់ម៉ាក់ត្រូវយកវាទៅព្យួរលើជញ្ជាំងឲ្យគ្រប់គ្នាបានឃើញថាគ្រួសារហួររបស់យើងមានមនុស្សគំរូបែបនេះល្អណាស់ម្នាក់សុទ្ធតែបានជួយសង្គមម៉ាក់កុំនិយាយបែបនេះអីហេតុអីនិយាយមិនបានមើលចុះពិតជាគួរឲ្យមុតអ្នកណាស់សំមិតហ៊ូជួយទប់កូនឈើឲ្យជាប់ខ្ញុំជាអ្នកជីករណ្ដៅបាទអូនប្រយ័ត្នផងកុំឲ្យហត់ពេកបងនឹងប្រយ័ត្នមើលសមិទ្ធហួរនិងសមិទ្ធស៊ូចុះប្តីប្រពន្ធមួយគូនេះស្រឡាញ់គ្នាល្អណាស់មែនហើយយកចិត្តគ្នាខ្លាំងណាស់ពួកគាត់ទាំងពីរមិនចេះនៅទំនេរតតែសោះមីងចៅចាំដើមឈើទាំងនេះធំឡើងពួកយើងអាចចុះកំឡុបនៅរដូវក្តៅបានហើយមែនហើយដល់ពេលនោះពួកយើងរៀបចំទៅនៅទីនេះហើយផឹកតែជែកគ្នាលេងទៅម៉ាក់កុំបង្អាប់ពួកយើងអីមែនហើយពួកយើងគ្រាន់តែចង់ជួយធ្វើការឲ្យបានច្រើនល្អពួកកូនខំធ្វើការទៅចុះសំមិតគូមើលនាយពួកយើងដាំឈើបានច្រើនណាស់មែនហើយពេលវិរិទ្ធធំធាត់ទីនេះនឹងក្លាយជាសមុទ្រពណ៌បៃតងចាសដល់ពេលនោះពួកយើងនឹងនាំកូនមកលេងទីនេះល្អណាស់សន្យាគ្នាចុះសំមិតស៊ូខ្ញុំក្អកកន្លះខែហើយលេបថ្នាំបារាំងមិនជាសោះយប់ឡើងគេងមិនលក់ទេអ៊ំស្រីវាងកុំបារម្ភអីខ្ញុំជួយពិនិត្យជូនអ៊ំស្រីវាងខ្ញុំសុំថ្នាំបុរាណឲ្យអ៊ំយកស្លឹកត្រចៀកជ្រូកនិងស្លឹកល្មុតទៅដាំទឹកផឹករួមសំការចាក់ជោគជាសាសមិនយូរទេនឹងជាហើយពិតមែនឬសមិទ្ធស៊ូថ្នាំនេះជាមរតកសម្ងាត់របស់លោកគ្រូគូមែនទេចាស់លោកពូគូប៉ាយានជាអ្នកបង្រៀនខ្ញុំសំមិតស៊ូអរគុណក្មួយខ្លាំងណាស់ឥឡូវខ្ញុំបាត់ក្អកហើយគេងលក់ស្រួលទៀតផងស្រោចអ៊ំស្រីវាងមិនអីទេចាស់សោះស្បែកជើងនេះខ្ញុំដេរផ្ទាល់ដៃកុំប្រកាន់អីណាអ៊ំស្រីវាងខ្ញុំចូលចិត្តណាស់អរគុណច្រើនសមិទ្ធស៊ូក្មួយជាកំណប់ទ្រព្យរបស់មន្ទីរពេទ្យយើងហើយថ្នាំបុរាណពិតជាមានប្រយោជន៍ណាស់ក្មួយជួយបានច្រើនមែនលោកប្រធានខ្ញុំគ្រាន់តែធ្វើអ្វីដែលគួរធ្វើប៉ុណ្ណោះកុំដាក់ខ្លួនពេកអីទៅថ្ងៃមុខត្រូវខំប្រឹងបន្ថែមទៀតដើម្បីជួយដល់ប្រជាជនយើងចាសលោកប្រធានយ៉ានឈីវហេតុអីមកវិញម៉ោងហ្នឹងហេតុអ្វីបានជាមកកូនក្រហមម្លេះមានរឿងល្អមែនទេម៉ែឈីងស៊ួយសេចក្តីជូនដំណឹងមកដល់ហើយសេចក្តីជូនដំណឹងអីគឺត្រូវត្រឡប់ទៅធ្វើការវិញមែនទេបាទខាងក្រុមប្រាប់ថាសៀវភៅណែនាំដែលខ្ញុំរៀបចំទទួលបានការវិតម្លៃល្អណាស់ថ្នាក់ដឹកនាំក៏យល់ព្រមដែរឲ្យតែខ្ញុំថែទាំសុខភាពឲ្យរឹងមាំបន្តិចទៀតគឺអាចត្រឡប់ទៅបំពេញការងារជួរមុខវិញបានជាផ្លូវការហើយពិតមែនហេល្អណាស់ទីបំផុតកូនទីបំផុតរងចាំដល់ថ្ងៃនេះហើយកូនប្រុសរបស់ម៉ែទីបំផុតអាចសម្រេចបំណងហើយទីបំផុតសម្រេចបំណងហើយខ្ញុំមកចាត់ចែងការងារក៏ឆ្លៀតយករបស់ខ្លះមកផ្ញើអ្នកទាំងអស់គ្នាដែរ
លោកនាងអញ្ជើញមកក៏មកចុះមិនក៏នាំរបស់របរមកច្រើនម្ល៉េះ នេះជាទឹកចិត្តរបស់លោកតាគាត់មានសុខភាពល្អណាស់តែងតែនឹកចង់ឲ្យពួកឯងទៅលេងភូមិវិញលោកតាមានសុខភាពល្អគឺល្អហើយពួកយើងក៏គ្រងនឹងត្រឡប់ទៅភូមិវិញនៅដើមនីតិក្រដឹងនេះដែរឆ្លៀតឱកាសនេះទៅសួរសុខទុក្ខលោកមីងគោផងដែរបែបនេះល្អណាស់បើលោកតាដឹងថាពួកឯងទៅលេងគាត់ច្បាស់ជាសប្បាយចិត្តខ្លាំងណាស់ លោកនាងខ្ញុំគិតថារងចាំ2ខែទៀតសឹមត្រឡប់ទៅបង្រៀនបច្ចេកទេសកសិកម្មថ្មីដល់អ្នកភូមិ អូពិតជាល្អណាស់ក្នុងភូមិកំពុងតែត្រូវការផងយកអញចេះចុះដល់ពេលនោះខ្ញុំនឹងឲ្យឡានក្នុងភូមិទៅទទួលពួកឯង លោកនាងធ្វើបែបហ្នឹងដូចជាមិនសូវសមទេដឹងអូយប្តីប្រពន្ធក្មួយទាំងពីរពិតជាមានទឹកចិត្តណាស់វិញ្ញាណផឹកទឹកតែឲ្យបានច្រើនបន្តិចទៅ អរគុណណាស់មីងចៅ ឈៀងសួយកូនពិតជាក្មេងល្អមែន មីងចៅលីយូមី អូយនរណាផ្ញើសម្បត្តិមកខ្ញុំហ្នឹងឈៀងសួយយ៉ាងចៅឆាប់មកមើលនេះលីយូមីផ្ញើសម្បត្តិមកនាងប្រាប់ថាកំពុងធ្វើការយ៉ាងម៉ត់ចត់មិនលោភលន់ទៀតទេហើយថែមទាំងដេស្បែកជើងនេះដោយផ្ទាល់ដៃជូនម៉ាក់ពាក់ដើម្បីសុំទោសលីយូមីម្នាក់នេះប្រែចិត្តពិតមែនហ្នឹង មនុស្សខូចដឹងខ្លួនកែខ្លួនគឺល្អហើយ មែនហើយម៉ាក់ស្បែកជើងនេះម៉ាក់សាកពាក់មើលត្រូវជើងអត់អូយត្រូវជើងល្អណាស់តែជើងលីយូមីនេះមិនអន់ទេម៉ាក់បើនាងដឹងខុសហើយពួកយើងកុំប្រកាន់អីទៀតខ្ញុំនឹងផ្ញើខោអាវចាស់ទៅឲ្យនាងវិញទុកជាការចងចាំល្អឈៀងស៊ុយកូនពិតជាក្មេងចិត្តទូលីមែនអូយមេឃក្តៅខ្លាំងណាស់មកញ៉ាំម្លឹកត្រជាក់ទាំងអស់គ្នា មីងចៅធ្នើទំពាំងបាយជូររបស់មីងស្អាតណាស់ឥឡូវនេះមើលទៅផ្អែមណាស់ មែនហើយជីវិតសពថ្ងៃនេះរស់នៅបានសុខស្រួលណាស់ មីងឆាប់អង្គុយចុះមកគុំគួរសំអី ក្មួយហូរាងកាយក្មួយជាសះស្បើយល្អណាស់ឃើញហើយមីងសប្បាយចិត្តជំនួសមីងញ៉ាំមួយទៅប្រយ័ត្នស្លាក់ឈៀងស៊ុយពិតជាកូនប្រសារល្អនិងយកចិត្តមែនហូពិតជាមានសំណាងណាស់ មីងកុំសរសើរនាងពេកអៀនស្លាប់ហើយគ្រួសារយើងមានថ្ងៃនេះក៏ព្រោះតែចេះជួយគ្នាទៅវិញទៅមក មែនហើយក៏អរគុណដល់ឈៀងស៊ុយដែរដែលចាត់ចែងផ្ទះសម្បែងបានយ៉ាងរៀបរយល្អមីងចៅនិយាយត្រូវណាស់គ្រួសារមួយត្រូវតែសាមគ្គីគ្នាទើបជីវភាពកាន់តែប្រសើរឡើងពួកយើងត្រូវរៀនសូត្រពីគ្រួសារមីងចៅតែរស់នៅដោយចុះសម្រុងគ្នា គ្រូពេទ្យស៊ូសមិទ្ធហ៊ូមកដល់ហើយអ្នកភូមិទន្ទឹងរង់ចាំអ្នកទាំងពីរណាស់ពួកគេរង់ចាំតាំងពីព្រលឹមម្លេះ មេភូមិកុំគូសំអីពួកយើងចាប់ផ្ដើមឥឡូវហើយគ្រូពេទ្យស៊ូខ្ញុំឈឺចង្កេះច្រើនឆ្នាំហើយជួយមើលបន្តិចមកមីងនេះមកពីធ្វើការហត់នឿយខ្លាំងពេកហើយខ្ញុំសុំថ្នាំចិននិងចាក់អំជោវិទ្យាសាស្ត្រឲ្យមិនយូរទេនឹងបានធូរស្រាលហើយ សមិទ្ធហ៊ូប្រអប់ថ្នាំនេះធ្ងន់ណាស់សម្រាប់សិនទៅមិនអីទេខ្ញុំនៅកម្លាំងមមួនណាស់កុំបារម្ភអីគ្រូពេទ្យស៊ូសមិទ្ធហ៊ូពិតជាព្រះរស់មែនជួយពួកយើងបានច្រើនណាស់ មេភូមិកុំនិយាយអញ្ចឹងអីនេះជាកាតព្វកិច្ចរបស់ពួកយើងទេ មែនហើយបានជួយប្រជាជនពួកយើងសប្បាយចិត្តណាស់មិនបានទេខ្ញុំត្រូវតែសរសេរលិខិតសរសើរដើម្បីឲ្យអ្នករាល់គ្នាបានដឹងពីគុណសម្បត្តិរបស់អ្នកមិនបានទេខ្ញុំត្រូវតែសរសេរលិខិតសរសើរដើម្បីឲ្យអ្នករាល់គ្នាបានដឹងពីគុណសម្បត្តិរបស់អ្នករបួសធ្ងន់ធ្ងរបែបនេះខ្ញុំមិនដែលជួបប្រទះទេចុះបើចប់ហើយក្មេងនេះច្បាស់ជាពិការហើយប្រញាប់បញ្ជូនទៅមន្ទីរពេទ្យស្រុកទៅ មិនទាន់ទេទៅស្រុកត្រូវចំណាយពេល2ម៉ោងឈាមក្មេងហូរអស់ហើយលោកគ្រូពេទ្យជួយផង
កុំបារម្ភអីមីងខ្ញុំជាគ្រូពេទ្យទុកឲ្យខ្ញុំមើលចុះ កុំចង់ធ្វើខ្លាំងអីនេះជារឿងជីវិតមនុស្សបើព្យាបាលមិនជាត្រូវជាប់គុកណាទទួលខុសត្រូវរួចទេពិតមកទៅខ្ញុំយកអនាគតមកធានាបើមានបញ្ហាខ្ញុំទទួលខុសត្រូវទាំងអស់ឈីងស៊ីវជួយគេទៅ ក្មួយប្រុសទ្រាំបន្តិចណាចិត្តរួចរាល់ហើយ នេះភ្ជាប់ឆ្អឹងរួចហើយហេពូកែណាស់ គ្រូពេទ្យទេវតាអ្នកជាអ្នកមានគុណជួយជីវិតគ្រួសារយើងហើយ ទៅថ្ងៃមុខខ្ញុំនឹងមើលថែអ្នករាល់គ្នាចំណែកអូនមើលថែគ្រួសារតូចរបស់យើង ចាសខ្ញុំជឿជាក់លើបងកូនសំឡាញ់ថ្ងៃនេះធ្វើការថ្ងៃដំបូងម៉ាក់ធ្វើសាច់ដែលកូនចូលចិត្តបំផុតឲ្យណា ម៉ាក់ពិបាកដល់ម៉ាក់ហើយ ពិបាកអីទៅកូនជាសះស្បើយម៉ាក់សប្បាយចិត្តណាស់ឆាប់ឡើងឈីងស៊ីវញ៉ាំឲ្យច្រើនទៅកូនអរគុណម៉ាក់ ឈីងស៊ីវអូនក៏ញ៉ាំឲ្យច្រើនដែរទៅថ្មីនេះអូនហត់នឿយខ្លាំងហើយ មិនហត់ទេឲ្យតែឃើញបងជាសះស្បើយឡើងវិញខ្ញុំអស់ចិត្តហើយពួកកូនរស់នៅជាមួយគ្នាឲ្យមានសុភមង្គលទៅម៉ាក់អស់ចិត្តហើយ ម៉ាក់កុំបារម្ភអីពួកយើងនឹងរស់នៅជាមួយគ្នាឲ្យបានល្អសមិទ្ធការខំប្រឹងរបស់អ្នកនៅមន្ទីរពេទ្យគ្រប់គ្នាដឹងងឺទាំងអស់គ្នាអ្នកពូកែព្យាបាលរស់រាយរាក់ទាក់ជាគំរូដ៏ល្អរបស់មន្ទីរពេទ្យយើង នាយកមន្ទីរពេទ្យលោកសរសើរហួសហើយ អត់ហួសហើយទេដោយសារតែស្នាដៃដ៏ល្អរបស់អ្នកមន្ទីរពេទ្យសម្រាប់ចិត្តបញ្ជូនអ្នកទៅរៀនបន្តនៅសាលាពេទ្យចិនរយៈពេលកន្លះឆ្នាំ ពិតមែនអត់លោកនាយក ពិតមែនហើយនេះជាឱកាសកម្រមានណាស់ត្រូវតែចាប់យកវាឲ្យបានល្អ សមិទ្ធហ៊ូម៉ែលោកនាយកចង់បញ្ជូនខ្ញុំទៅរៀនបន្តនៅសាលាពេទ្យចិនកន្លះឆ្នាំ ល្អណាស់ឈីងស៊ីវនេះជាឱកាសល្អណាស់ត្រូវតែទៅណា មែនហើយឈីងស៊ីវបើឯងជោគជ័យគ្រួសារយើងក៏មានមុខមាត់ដែរតែបើខ្ញុំទៅបាត់នៅផ្ទះសល់តែម៉ែនិងបងហើយ ឈីងស៊ីវកុំបារម្ភអីនៅផ្ទះមានម៉ែហើយខ្ញុំក៏ជួយមើលការខុសត្រូវដែរទៅរៀនឲ្យបានស្រួលបួលទៅកុំបារម្ភរឿងនៅផ្ទះអី មែនហើយឈីងស៊ីវនៅផ្ទះមានម៉ែហើយទៅរៀនឲ្យពូកែដើម្បីមកជួយមនុស្សឲ្យបានច្រើនឈីងស៊ីវយកក្រណាត់និងលុយទាំងនេះទៅធ្វើជាសហួយទៅកុំសំចៃអីម៉ែធ្វើបែបនឹងមិនសមមិនមិនសមកូនប្រសាពូកែម៉ែក៏មានមុខមាត់ដែរនេះជាទឹកចិត្តម៉ែកុំបដិសេធអីអរគុណម៉ែអរគុណសមិទ្ធហ៊ូ ស្រខ្ញុំនឹងខំរៀនឲ្យពូកែមិនឲ្យអ្នកទាំងពីរខកបំណងឡើយឈីងស៊ីវនៅទីនេះ សមិទ្ធហ៊ូពុកមកទទួលខ្ញុំទៀតហើយ បាទកូនមកវិញរាល់សប្តាហ៍ពុកត្រូវតែមកទទួលហើយណែនំផ្កាស្បៃរឿងដែលកូនចូលចិត្ត អរគុណណាស់លោកហ៊ូអ្នកល្អចំពោះខ្ញុំណាស់ ឈួតមែនយើងជាប្តីប្រពន្ធនឹងគ្នាបើមិនល្អដាក់អូនតើឲ្យល្អដាក់អ្នកណា អូឈៀងសួយមកវិញហើយឆាប់អង្គុយចុះមកម៉ែកូនមន់ខ្មៅឲ្យឯងពៅកម្លាំងអរគុណម៉ែម៉ែបងហ៊ូសាលាខ្ញុំទើបតែរៀនរូបមន្តថ្មីមួយពូកែស័ក្តិសិទ្ធិខាងព្យាបាលជំងឺសន្លាក់ឆ្អឹងណាស់មានលោកថ្នាក់ម្នាក់ជាច្រើនឆ្នាំប្រើរូបមន្តនេះជាសះស្បើយតែម្ដង មានរូបមន្តពូកែបែបនេះដែរចាប់ប្រាប់ខ្ញុំមើលឈៀងសួយចំណេះដឹងអូនកាន់តែខ្លាំងពូកែហើយទៅថ្ងៃមុខអូនជាគ្រូពេទ្យប្រចាំគ្រួសារយើងហើយ បងហ៊ូបងបង្អាប់ខ្ញុំទៀតហើយយ៉ាងចឹងនិយាយត្រូវហើយឈៀងសួយកូនពិតជាមោទនភាពរបស់គ្រួសារហ៊ូយើងមែន គ្រូពេទ្យស៊ូលោកហ៊ូពួកយើងមកទីក្រុងលើកនេះគឺដើម្បីយកអស្ចារ្យបុរាណដែលទើបប្រមូលផលបានមកជូននិងដើម្បីមកអរគុណគ្រូពេទ្យស៊ូផ្ទាល់តែម្ដង មេភូមិលោកគួសំពេចហើយ មិនអីទេឆ្នាំនេះទិន្នផលអស្ចារ្យបុរាណក្នុងភូមិយើងកើនឡើងដល់ទៅ 30% បើធៀបនឹងឆ្នាំមុនគឺដោយសារបច្ចេកទេសការពារសត្វល្អិតនិងហាលស្ងួតដែលគ្រូពេទ្យស៊ូបានបង្រៀនពិតជាជួយយើងបានច្រើនណាស់ពិតជាល្អណាស់ មែនហើយឈៀងសួយកូនម្នាក់នេះពិតជាពូកែមែនមេភូមិពិសានំប៉ាវដែលខ្ញុំធ្វើទៅគឺបន្លែដាំខ្លួនឯងស្រស់ណាស់ អូហូអ្នកមីងជើគួរសំពេចហើយនំនេះមើលទៅគួរឲ្យចង់ញ៉ាំណាស់ ម
មេភូមិចាំដល់រដូវផ្ការីកខ្ញុំនឹងនាំយ៉ានជើទៅលេងភូមិនេសាទ2 3ថ្ងៃដើម្បីសួរសុខទុក្ខអ្នករាល់គ្នា ពិតជាល្អណាស់អ្នកមីងជូបើអ្នកមីងទៅលេងភូមិយើងនឹងរៀបចំបន្ទប់ដែលល្អបំផុតជូនធានាថាពេញចិត្តតែម្ដងរស់នៅឲ្យបានសុខស្រួលណាស់ អរគុណណាស់លោកមេភូមិ បាទពួកយើងក៏នឹកអ្នកភូមិណាស់ដែរសមិទ្ធហ៊ូនិយាយបានល្អណាស់ធ្វើឲ្យខ្ញុំរំភើបចិត្តណាស់សមិទ្ធហ៊ូសុខភាពអ្នកជាសះស្បើយលឿនណាស់ថែមទាំងបាញ់កាំភ្លើងបានល្អទៀតបាទពិតមែនហើយ បងស្រីបើមានអាសន្ននៅផ្ទះការចេះសង្គ្រោះបឋមអាចជួយសង្គ្រោះជីវិតបានមើលណាស់បងស្រីរុំមួយជុំបែបនេះរួចសង្កត់វាហើយរុំត្រឡប់មកវិញគ្រូពេទ្យស៊ូពន្យល់លំអិតណាស់ពីមុនខ្ញុំមិនដែលដឹងសោះរៀនជាមួយគ្រូពេទ្យស៊ូបានចំណេះដឹងច្រើនទៅថ្ងៃមុខលែងបារម្ភរឿងកូនមុតឬប៉ះទង្គិចទៀតហើយម៉ែសមិទ្ធហ៊ូនេះជាប្រាក់ខែដំបូងរបស់ខ្ញុំអូហូឈីងស៊ីវកូនពូកែខ្លាំងណាស់ មែនហើយឈីងស៊ីវអូនជាមោទនភាពរបស់គ្រួសារហ៊ូយើងហើយ ម៉ែអាវនេះសម្រាប់ម៉ែពាក់ទៅច្បាស់ជាស្អាតមិនខានសមិទ្ធហ៊ូស្បែកជើងនេះសម្រាប់បងពាក់ពេលទៅបំពេញភារកិច្ចច្បាស់ជាសង្ហាណាស់ឈីងស៊ីវកូននេះមិនក៏ចេះចាយលុយម្លេះ ចុះអូនទិញអ្វីឲ្យខ្លួនឯងខ្លះឈីងស៊ីវ ខ្ញុំទិញសៀវភៅអក្សរបុរាណមួយក្បាលអស់តែ2រៀលប៉ុណ្ណោះ បងចូលចិត្តស្បែកជើងនេះណាស់ទៅថ្ងៃមុខបងនឹងខំប្រឹងធ្វើការដើម្បីកុំឲ្យខកបំណងអូន មែនហើយឈីងស៊ីវកូនពិតជាកូនប្រសារដ៏ល្អនិងឆ្លាតវៃមែនគ្រូពេទ្យស៊ូអបអរសាទរផងណាដែលបានក្លាយជាគ្រូពេទ្យផ្លូវការហើយ បាទគ្រូពេទ្យស៊ូទៅថ្ងៃមុខពួកយើងត្រូវរៀនសូត្រពីអ្នកច្រើនហើយ អរគុណអ្នកទាំងអស់គ្នាទៅថ្ងៃមុខពួកយើងរួមគ្នាខំប្រឹងដើម្បីបម្រើប្រជាជន ឈីងស៊ុយម៉ែសម្រាប់បន្តិចទៀតទៅខ្ញុំទៅបោះប្រឺសិន បងហ៊ូកុំឲ្យហត់ពេកអីទុកឲ្យខ្ញុំជួយបង មិនបាច់ទេអូនទៅដាំបទៅបានហើយ អូយព្រើធ្លាក់ធំខ្លាំងណាស់ឆ្នាំនេះច្បាស់ជាប្រមូលផលបានល្អហើយយានជើឈីងស៊ុយប្តីប្រពន្ធឯងកាន់តែមានអនាគតហើយលោកតាសរសើរហ៊ូហើយបាទ លោកតាពិសាឲ្យបានច្រើនណាស់ ពីមុនខ្ញុំគិតតែពីការងារតែឥឡូវទើបដឹងថាគ្រួសារនិងមនុស្សជាទីស្រឡាញ់ទើបជាអ្វីដែលសំខាន់បំផុត បងហ៊ូបងនិយាយត្រូវណាស់មែនហើយគ្រួសាររស់នៅជួបជុំគ្នាមានសុខភាពល្អគឺប្រសើរជាងអ្វីទាំងអស់ ល្អនិយាយបានល្អណាស់មកពួកយើងចូលកែវមួយ លោកតាលោកពូសួស្ដីឆ្នាំថ្មី លោកតាលោកពូសួស្ដីឆ្នាំថ្មីបាទ ពីអញ្ចឹងវិញ្ញាណសួស្ដីឆ្នាំថ្មី ឈីងស្វៀនអើយឥឡូវចៅមានទាំងចំណេះនិងការទទួលខុសត្រូវជាមោទនភាពរបស់ត្រកូលលីនតាពិតជាមានមោទនភាពចំពោះចៅណាស់នេះណែនេះជាទឹកចិត្តបន្តិចបន្តួចពីតា លោកតាមិនសមទេដឹង យកទៅចៅស្រានេះជាស្រាដែលតាផ្អាប់ដោយផ្ទាល់ដៃដើម្បីអបអរដែលចៅជាសះស្បើយនិងជោគជ័យការងារអរគុណណាស់លោកតា អរគុណលោកពូឆ្ងាញ់ណាស់ចាស់សោះបងពីអញ្ចឹងសុខភាពបងមុំមុនណាស់តើ មែនហើយមកពីបានឈីងស្វៀនជួយផ្សំថ្នាំថែទាំរាងកាយឲ្យលោកតាឥឡូវឈីងស្វៀនជាគ្រូពេទ្យឯកប្រចាំផ្ទះយើងហើយ សមិទ្ធហ៊ូបងបង្អាប់ខ្ញុំទៀតហើយ
គ្រូពេទ្យស៊ូជំងឺសន្លាក់ជើងខ្ញុំរើឡើងវិញហើយជួយមើលបន្តិចមកលោកយាយកុំបារម្ភអីចាំខ្ញុំចាប់ជីបចោជូនលោកយាយញ៉ាំថ្នាំតាមវេជ្ជបញ្ជានេះ3ថ្ងៃនឹងធូរស្បើយហើយចាំមកពិនិត្យឡើងវិញគ្រូពេទ្យស៊ូពិតជាគ្រូពេទ្យល្អមែនទាំងពូកែទាំងមានចិត្តធម៌គ្រូពេទ្យស៊ូ clinic របស់អ្នកល្បីខ្លាំងណាស់នឹងមកពីគ្រប់គ្នាទុកចិត្តទើបខ្ញុំត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាពអូហូឈីងស្វៀនអើយឯងបានពានរង្វាន់ទៀតហើយបុគ្គលិកឆ្នាំលំដាប់ថ្នាក់ជាតិនេះជាមិនងាយស្រួលទេណាម៉ាក់កុំនិយាយអញ្ចឹងអី ឈីងស្វីឯងពិតជាអស្ចារ្យណាស់បែបនេះល្អតានេះជាកេរមរតកដ៏មានតម្លៃបំផុតរបស់គ្រួសារហួរយើងម៉ាក់និយាយហួសហេតុពេកហើយម៉ាក់និយាយត្រូវហើយឈីងស្វីឯងបានលះបង់យ៉ាងច្រើនសម្រាប់គ្រួសារនិងសង្គមឈីងស្វីខ្ញុំត្រឡប់មកវិញហើយបងហួរហត់នឿយហើយឈីងស្វីមេដាយនេះមានគុណសម្បត្តិពាក់កណ្ដាលជារបស់អូនបងហួរនិយាយលេងទៀតហើយខ្ញុំមិនបាននិយាយលេងទេបើគ្មានការមើលថែយ៉ាងដិតដល់ពីអូនជាច្រើនឆ្នាំមកនេះខ្ញុំក៏មិនអាចឈរលើទីលានហ្វឹកហាត់បានដែរកុំថាឡើយដឹកនាំក្រុមដ៏ល្អបែបនេះអូនជាបង្គោលបង្អែករបស់ខ្ញុំមានអូនទើបខ្ញុំអាចប្រឹងប្រែងអស់ពីចិត្តចេះតែនិយាយផ្អែមល្ហែមតែខ្ញុំចូលចិត្តស្ដាប់មែនហឹងអញ្ចឹងថ្ងៃក្រោយខ្ញុំនិយាយឲ្យអូនស្ដាប់ញឹកញាប់ឈីងស្វីអរគុណអូនអរគុណដែលតែងតែនៅក្បែរគាំទ្រនិងលើកទឹកចិត្តខ្ញុំបងហួរយើងជាប្តីប្រពន្ធនឹងគ្នាទាំងនេះជាអ្វីដែលខ្ញុំត្រូវធ្វើហើយបងហួរមើលនាយទំពាំងបាយជូរលាស់ត្រួយហើយផ្កាភីឆ្ករិចដែរស្អាតណាស់មែនហើយនីតិក្រដៅពិតជាល្អណាស់បងហួរយើងដាំតាំងពីដើមទៅដើម្បីឲ្យជីវិតកាន់តែរុងរឿងនិងមានកូនចៅច្រើនល្អតាឈីងស្វីគំនិតអូនល្អណាស់ឈៀងស្វីយ៉ានឈីវចាំផ្លែទឹមទុំហើយផ្ញើខ្លះទៅក្មេងនៅភូមិជានេសាទនិងលោកតាផងចាស់ម៉ែគំនិតនេះល្អណាស់ពិតមែនហើយម៉ែគិតបានល្អល្អណាស់ឲ្យតែពួកកូនរស់នៅល្អម៉ែអស់ចិត្តហើយម៉ែកុំបារម្ភអីពួកយើងនឹងរស់នៅឲ្យបានល្អគ្រូពេទ្យស៊ូសមិទ្ធហួរអ៊ំស្រីចៅភូមិយើងនឹងសង់រោងចក្រកែច្នៃអស់ហើយខ្ញុំមកអញ្ជើញអ្នកទាំងអស់គ្នាទៅចូលរួមពិធីបើកការដ្ឋានមែនទេពិតជាល្អណាស់ពិតមែនហើយនេះជារឿងល្អណាស់អ្នកភូមិនេសាទពិតជាពូកែណាស់ឈៀងស៊ីវយ៉ានជើទៅភូមិនេសាទគុំទៅដៃទេណាម៉ែរៀបចំក្រណាត់ខ្លះសម្រាប់ចាស់ទុំនិងសម្ភារសិក្សាសម្រាប់ក្មេងម៉ែគិតគូបានល្អិតល្អន់ណាស់ប៉ាត់ម៉ែល្អណាស់កាលមុនទៅភូមិនេសាទដើម្បីកិច្ចគ្រោះថ្នាក់តែពេលនេះទៅវិញដូចជាទៅស្រុកកំណើតទី2អញ្ចឹងពិតមែនហើយអ្នកភូមិនេសាទល្អចំពោះពួកយើងណាស់គ្រូពេទ្យស៊ូសមិទ្ធហួរអ្នកទាំងពីរជាអ្នកមានគុណរបស់ភូមិយើងសមិទ្ធហួរមើលចុះវាលស្រូវសាលីស្អាតណាស់ពិតមែនហើយឈីងស៊ីវដូចជាជីវិតពួកយើងដែលពោពេញដោយសង្ឃឹមការរៀបការដំបូងខ្ញុំបារម្ភណាស់តែឥឡូវដឹងហើយថាឲ្យតែគ្រួសាររួមចិត្តគ្នាគ្មានឧបសគ្គណាដែលឆ្លងមិនផុតឡើយពិតមែនហើយឈីងស៊ីវអូននិយាយត្រូវណាស់ពួកកូនទាំងពីររស់នៅឲ្យល្អទៅថ្ងៃមុខនឹងមានតែក្តីសុខផ្អែមល្ហែមជាងទឹកឃ្មុំទៅទៀតចាស់ស្ម៉ែនិយាយត្រូវហើយបាទម៉ែពួកយើងនឹងធ្វើឲ្យម៉ែមានក្តីសុខបំផុតគ្រូពេទ្យស៊ូសមិទ្ធហួរមកដល់ហើយពួកយើងទន្ទឹងរង់ចាំអ្នកទាំងពីរយូរហើយពិតមែនហើយអរគុណគ្រូពេទ្យស៊ូទើបភូមិយើងអាចសង់រោងចក្រនេះបានអ្នកភូមិទាំងអស់គ្នាគុំគួរសំអីបាទនេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរួមគ្នារបស់យើងទាំងអស់គ្នា
ជាងស៊ីវទៅថ្ងៃមុខបងនឹងនាំអូននិងម៉ែមកលេងភូមិនេសាទរាល់ឆ្នាំ ចាស់សមិទ្ធហួរខ្ញុំចូលចិត្តទីនេះណាស់ពិតមែនហើយទីនេះខ្យល់អាកាសល្អមនុស្សក៏ល្អម៉ែក៏ចូលចិត្តដែរ